ខ្ញុំមានរឿងច្រើនអ្នកណាក៏ជួបរឿងទុក្ខលំបាកដែរតិចច្រើនតាមកម្លាំងកម្មរៀងខ្លួនរឿងមិនល្អជាផលនៃបាបចាស់រត់ទៅណាក៏គេចមិនរួចដែរចូលព្យាយាមសាងកម្មថ្មីកម្មល្អអ្នកនឹងបានផលថ្មីផលល្អត្រឡប់មកវិញមើលថែចិត្តអ្នកបើអ្នករវល់នឹងរឿងខាងក្រៅច្រើនហួសហេតុពេកតាមដានរឿងគេហួសហេតុពេកអ្នកនឹងអស់ពេលមើលថែចិត្តខ្លួនឯងទម្លាប់ចម្រើនចិត្តបុណ្យចម្រើនចិត្តមេត្តាតម្កល់ចិត្តឲ្យស្ថិតនៅក្នុងអារម្មណ៍នាំឲ្យជ្រះថ្លាបង្ខំមិនបានអ្នកមិនអាចបង្ខំឲ្យអ្វីគ្រប់យ៉ាងបានតាមចិត្តអ្នកគ្រប់ពេលបានឡើយរឿងកើតឡើងតាមហេតុរបស់វាហេតុមានប៉ុណ្ណាផលបានប៉ុណ្ណឹងកុំទូចចិត្តអីបើចង់បានផលច្រើនត្រូវសាងហេតុឲ្យបានច្រើនព្រមតាមបុណ្យរៀនរីករាយនឹងអ្វីដែលអ្នកមានសប្បាយចិត្តនឹងអ្វីដែលអ្នករកបានហើយត្រេកអរពេលឃើញគេបានជោគជ័យយល់ដឹងថាអ្វីសុទ្ធតែមានហេតុផលយើងបានប៉ុណ្ណឹងដោយសារបុណ្យយើងមានតែប៉ុណ្ណឹងមិនមានចិត្តចរណែនអ្នកណាឡើយទីពឹងទ្រព្យក្តីញាតិក្តីអាចពឹងពាក់បានខ្លះតែមិនអាចជាទីពឹងផ្លូវចិត្តរបស់អ្នកបានឡើយរៀនស្ដាប់ធម៌បង្កើនចិត្តជ្រះថ្លាមានមេត្តាមានបញ្ញាកំណត់ដឹងពីដំណើរប្រែប្រួលនៃធម្មជាតិចិត្តអ្នកនឹងបានទីពឹងមិនសូវរំជើបរំជួលទេកុំរំជើបរំជួលបើអ្នករំជើបរំជួលនឹងរឿងរ៉ាវខាងក្រៅខ្លាំងពេកចិត្តអ្នកនឹងមិនមានសេចក្តីសុខទេសរសើរនិន្ទាសុខទុក្ខចំណេញខាតតែងកើតឡើងតាមហេតុរបស់វាអ្នកមិនអាចហាមឃាត់បានទាំងស្រុងទេគ្រប់គ្នាសុទ្ធតែមានទុក្ខម្នាក់មានទុក្ខច្រើនពេកណាស់ទៅហើយមិនគួរបន្ថែមទុក្ខដល់គ្នានឹងគ្នាឡើយគួរមានចិត្តមេត្តាករុណាជួយសង្គ្រោះពេលគេជួបទុក្ខលំបាកថ្ងៃល្អថ្ងៃដែលអ្នកមានចិត្តរីករាយថ្ងៃដែលអ្នកបានធ្វើល្អដោយកាយវាចាចិត្តថ្ងៃនោះជាថ្ងៃមានរាសីខ្ពស់រាសីខ្ពស់អាស្រ័យលើបុណ្យដែលអ្នកបានសាងពីមុនមកនិងពេលបច្ចុប្បន្នមិនស្ថិតនៅលើមាត់គេថានៅលើសន្លឹកបៀឬថ្ងៃខែឡើយលៀបសំណាងកើតពីអំពើដែលអ្នកបានសាងកុំចាំបាច់ដើរសួរអ្នកដទៃអីតម្រូវចិត្តគេអ្នកមិនអាចតម្រូវចិត្តគេបានគ្រប់គ្នាទេព្យាយាមធ្វើកិច្ចការងារអ្នកឲ្យអស់ពីចិត្តពីថ្លើមមិនបៀតបៀន
mình ơi nè na mùi cái đau hài lại kê kịch dạng ná chỉ rương rồi bỏ kê cùng sư dục chất tục đã tam đàn rương kê bị ấy xong khấm mình bàn kế mình che tay sờ lạnh nè control nè group BT xôm cùng sừng khâm thà group kia kết lọ bị nè nị dây lọ bị nè lại cái kết bài nà tục ở kê chỉ nè xâm rạch tới cho tu nè tì nè cứ thua ca nghe nè ở office smart tập hiệp kê kết bị nhom bởi nè rồi vô tới tam đàn thà tại kê này dây ấy bị nè kết dạng nào chùm bùa nè nè rốt sẽ cái sọc mình khơi tê rẽ xa cài vì cha chật nè ở bàn xóm rùm trầm trừ tâm cò chật nè ở bàn lọ kê kết dạng ná nị dê dạng ná khọt kê mình bàn têวิพิเรื่องเกเนคลาโจจัดวิพิเรื่องเกเปคลาดังเรื่องเกจาอันเจียงสมัยครูนเกติดก็เมียนแต่มันใส่บานสำลังมือครูนไอเตให้บางเมียนเกเมื่อวิพิเรื่องครูนไอตั้งเกลียวกราวดหมู่หมายกระดาษกระหายทรงบินมือครูนไอ้บานจรานเจียงตามมือกำฮ้อเนี่ยโดดเตยประยัดสมเดยมุนหนังหาสเดยเมตาอนัตดอตรเจียเนี่ยสดับคลาพองสู้ครูนไอ้ทาตาสมเด็จนั่งเมียนประย้อยหรือเตปีรูปปีศาหรือเตตรำเตยตามกาหรืออดกลมเจแต่หาอ้อยแต่รุยปีมวดปรูอาจเมียนบาพองเมียนปีเวรีพองจัดเกหมวดเกเกเมียนมวดเกนิยตามจัดเกนึกเคยขอดเกมันบานเตทั่วกิจการเงี้ยได้จิตตู้ในตีระบอนเนี่ยอ่อยออกปีสมัติเพียบเกเกิดอย่างนาตามเกเจ้าเนี่ยเนื้อแต่อายปุ่นยุลปีครูนเนี่ยแต่เนี่ยมันอายบังคับอ่อยเกเกิดโดยเนี่ยยุลโดยเนี่ยบานเตเรียนบากจัดเอาตุเลียกลมกลมนั้นปีเลือกตึกจัดเปลมดเนี่ยฝือบานละอบอสาโตดอลดำไหลเอากำลังจัดดอลคเนีเนี่ยบานบนพ้องบานมิตรเพียบพ้องเกิดเจียดนาสมบูรณ์เหยียดมิดล้างจบทั้งไงคลาบานละทั้งไงคลามันซ้อมตามปรารถนาลายกลุ่มโตจัดสมดเมียนจูเมียนเนียชีวิตเมียนลางเมียนโจเชี่ยมันโรยเตแต่ตัวดอกสลายดอยสมาร์ดได้ดอกอ้อยอ้อปีสมัติเพียบรุ่ยปรับรุ่นไอทาขยมปรังอ้อตรำหนังหายสมตุบะเขา
សូមអភ័យទោសពីគេទៅមិនចាំបាច់កិច្ចកាយច្រើនទេនាំតែវែងឆ្ងាយអ្នកណាក៏ធ្លាប់ខុសដែរអ្នកចេះកែកំហុសមិនមែនជាមនុស្សអន់ទេតែអ្នកខុសហើយប្រកែកយកត្រូវទើបជាមនុស្សអន់ពិតបើញាតិញោមឆាប់ដោះស្រាយវាឆាប់ចប់ហើយឆាប់ដេកលក់ស្រួលប៉ុន្តែបើញាតិញោមសំកមិនស្ដីមិននិយាយទុកយូរទៅវាឡើងអង្សាទៅពេលដល់វាផ្ទុះខ្លាំងហ្មងអញ្ចឹងបើញាតិញោមមានរឿងមានបញ្ហាអីឆាប់និយាយឆាប់ដោះស្រាយឆាប់ជជែកគ្នាអានោះវាស្រាលខ្លួនតែសំយូរទៅវាស្មុគស្មាញវាកើតកូនកើតចៅរឿងជួនកាលរឿងទូចទេបើយើងទុកយូរពេកលេងញាស់មកសបុកធំទៅអឺម៉ាល់ដេញតិចគេតិចឯងអានឹងដូចថាយើងមិនសំភ្លើងឆាប់ឆាប់ហើយញាតិញោមខ្លះទៀតមានរឿងអីចេះតែលាក់ទេបើឧទាហរណ៍ថាលាក់ទៅហ្នឹងវាមិនធ្វើឲ្យយើងក្តៅក្រហាយមិនធ្វើឲ្យយើងពិបាកចិត្តអាហ្នឹងមិនអីទេប៉ុន្តែបើថារឿងហ្នឹងរកមិត្តរកភ័ក្រណាដែលចិត្តស្និទ្ធមីងមីអីអ្នកណាដែលយើងទុកចិត្តថាគាត់មនុស្សល្អជួយយើងបានហ្នឹងបង្ហាញប្រាប់ឲ្យគាត់ជួយឲ្យយោបល់មកបើមិនចឹងទេវាកកស្ទះអាហ្នឹងដូចដាក់ដាំទឹកយូរកបោវាឡើងនៅក្រោមបាតផ្ទះឬក៏បាតកំសៀវទៅជាកកនៅនឹងអស់ហើយរឿងក្នុងចិត្តហ្នឹងក៏អញ្ចឹងដែរតើថាបើមានអ្នកជួយបង្ហាញផ្លូវក្នុងធម៌លោកហៅថាការសេពគប់មិត្តត្រូវកល្យាណមិត្តណាកល្យាណមិត្តតាភាពជាអ្នកមានមិត្តល្អជួយយើងឲ្យរកផ្លូវត្រូវគិតត្រូវបង្ហាញទៅទៅផ្លូវហ្នឹងណាអាត្មាអាសាមានញាតិញោមដែលដូចថាគាត់តឹងចិត្តរកអីមិនឃើញអញ្ចឹងមកវត្តសួរយោបល់ញាតិញោមខ្លះគាត់ណាដូរកន្លែងការងារធ្វើហ្នឹងក៏ពិបាកសម្រាប់ចិត្តពេកក៏មកវត្តសូមឲ្យលោកជួយឲ្យយោបល់ចឹងទៅលោកមិនហ៊ានទៅសម្រាប់ចិត្តជំនួសអីទេគាត់គ្រាន់តែបង្ហាញថាអាណាមានប្រយោជន៍សម្រាប់ជីវិតហ្នឹងអាណាចម្រើនធ្វើការទៅវាចម្រើនចិត្តណាបានន័យថាវាសប្បាយចិត្តណាអាហ្នឹងយើងទៅផ្លូវហ្នឹងទៅអញ្ចឹងពុទ្ធលោកឲ្យរកកល្យាណមិត្តដើម្បីពិគ្រោះពិភាក្សាសម្រាលសេចក្តីទុក្ខផ្លូវចិត្តយើងមើលមនុស្សទេវតាសូម្បីតែព្រះអង្គមានពេលពិបាកចិត្តភាសារាល់ថ្ងៃសែតដែរតាហើយនឹងរកពីណាជួយហ្នឹងព្រះអង្គហ្នឹងអញហើយមានតែពុទ្ធទេជួយអញបានចុះមកជួបព្រះអង្គថ្វាយអង្គមសួរយោបល់ចុះឡើងព្រះអង្គសម្ដែងធម៌សប្បាយចិត្តទៅវិញទៅជួបរឿងវិបត្តិធ្ងន់ណាព្រះអង្គលោកត្រូវសគត់ណាព្រះអង្គដល់អាយុត្រូវស្លាប់ហើយដល់ពេលហើយភ័យខ្លាចតែអញស្លាប់ទៅត្រូវបាត់បង់តំណែងជាព្រះអង្គអញ្ចឹងទៅភ័យតក់ស្លុតមកបានមកជួបព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងឱវាទជ្រះថ្លាអាស្លាប់នៅស្លាប់ប៉ុន្តែបានមកកើតជាព្រះអង្គដដែលហើយរឿងហ្នឹងមានតែ2នាក់ទេដឹងមានតែព្រះអង្គខ្លួនឯងអ្នកដឹងហើយនឹងពុទ្ធលោកដឹងថាព្រះអង្គមានទុក្ខហើយបានស្លាប់ទៅកើតជាទេវតាមកវិញកើតជាព្រះអង្គមកវិញហ្នឹងអញ្ចឹងញាតិញោមអានេះបើឧទាហរណ៍ថាក្នុងករណីហ្នឹងរឿងហ្នឹងដូចថាទុកក្នុងចិត្តទៅវាក្តៅវាកុហកកាហាយត្រូវរកកល្យាណមិត្តណាដែលយើងទុកចិត្តកុំទៅប្រហោះប្រហើក្នុង Facebook អីទៅវានាំកើតរឿងគេឌឺគេដងមកក៏ហិតតែកើតទុកថែមទៅទៀតដែរអ្នកដែលទុកចិត្តហើយបើកបង្ហាញជួយសុំឲ្យគេជួយឲ្យយោបល់យើងអាហ្នឹងយើងអាចមានផ្លូវដើរបើមិនចឹងទេយើងធ្ងន់ទៅដូចជង្រុកដាក់ច្រើនទៅបាក់ស្រិបធ្វើឲ្យជីវិតនឹងស្មុគស្មាញអាប់អួរហើយយើងការឿងហ្នឹងបន្តិចមួយប៉ុន្តែពេលរកកលឹះដោះមិនចេញវាធ្ងន់បណ្ដោយដល់ពេលគេមកគ្រាន់តែយកមកជុលចាក់មកជ្វិចលាយទៅលែងមានទុកក្នុងចិត្តហ្នឹងហើយអញ្ចឹងមានរឿងមានរាយញាតិញោមណា
ឆាប់ដោះស្រាយកុំទុកយូរពេកហើយរឿងណាដែលថាយើងអាចទុកបានហើយវាមិនកើតទុកអីអាហ្នឹងយើងទុកទៅអីទេប៉ុន្តែបើថាទុកទៅវាក្តៅវាកុហកហើយវាត្រូវកលយានមិត្តដើម្បីជួយអាហ្នឹងទើបយើងមិនសូវមានទុកច្រើនអនុមោទនាមានញាតិញោមសួររឿងបំភ្លេចរឿងចាស់ប៉ុន្តែបំភ្លេចវាមិនបានអាហ្នឹងយើងគួរធ្វើម៉េចជួនកាលរឿងហ្នឹងវាធំហើយវាដិតដាមក្នុងចិត្តតែអញ្ចឹងយើងពិបាកនឹងលុបវាចេញយើងលុបវាមិនបានទេតាមពិតទៅព្រោះគ្រាន់តែយើងយកអារម្មណ៍អីដែលចិត្តសប្បាយចិត្តជ្រះថ្លាហ្នឹងមកជំនួសវិញធម្មជាតិចិត្តហ្នឹងឧទាហរណ៍វាធ្លាប់តោងអីវាគិតតែរឿងអាហ្នឹងដែលមកហើយយូរទៅដូចវាច្រាមយើងអញ្ចឹងចិត្តយើងនឹងខ្លាយទៅជាសាច់ហើយវិបដិសារីរឿងហ្នឹងមកច្រាមយើងយើងមានស្មារតីមួយពេលចិត្តហ្នឹងវាដើរថយក្រោយកលេចងាកក្រោយពេកយើងអូចិត្តអញនៅក្នុងអតីតកាលហៅវាមកនៅបច្ចុប្បន្នវិញអាត្មាអញកំពុងតែអង្គុយកំពុងតែឈរកំពុងតែធ្វើកិច្ចការងារដេកដើរឈរអង្គុយនៅក្នុងធម៌លោកឲ្យចម្រើនសតិដែលចិត្តនឹងវាល្វើល្វាយដោយសារយើងបដោយវាឲ្យចិត្តទៅរត់ទៅក្រោយហើយអត់មានអីទាញវាមកវិញអញ្ចឹងយើងយកសតិនឹងទាញមកវិញថាខ្ញុំកំពុងឈរខ្ញុំកំពុងតែដើរខ្ញុំកំពុងតែដាំបាយកំពុងតែស្លៀកពាក់អញ្ចឹងវារវល់នឹងកិច្ចការងារបច្ចុប្បន្នវាភ្លេចរឿងរត់ទៅអតីតកាលហ្នឹងហើយបន្តិចទៅវាទាញទៅវិញទៀតវាធ្វើឲ្យយើងវិលទៅហើយបើអ្នកដែលគេងមិនលក់ទៀតអាហ្នឹងទាញទៅកាន់តែជ្រៅអញ្ចឹងសំខាន់ការរក្សាសុខភាពផ្លូវកាយគេងឲ្យបានគ្រប់គ្រាន់ញ៉ាំឲ្យបានត្រឹមត្រូវហើយដូចថាកុំឲ្យស្ទួកកុំឲ្យរៀងទុននៅក្នុងបន្ទប់នៅម្នាក់ឯងភាសាក្មេងបច្ចុប្បន្នថាសែតអញ្ចឹងណាចេញមកក្រៅបោះជ្រះធ្វើការងារនេះនោះកុំឲ្យចាញ់ច្រាប់វាកុំឲ្យចាញ់បោកវាត្រូវថ្ងៃត្រូវពលឺមានខ្យល់អាកាសបើកទ្វារបើកក្អួចអានឹងជួយមកផ្នែកសុខភាពផ្លូវកាយហើយវាជួយគ្នាតែកាលណាសុខភាពផ្លូវកាយរៀងស្រស់សុខភាពផ្លូវចិត្តរបស់យើងក៏រៀងរឹងប៉ឹងដែរហើយផ្សំគុំជាមួយនឹងរៀនចម្រើនស្មារតីមិញហ្នឹងពេលណាចិត្តរត់ទៅរឿងអតីតចិត្តអញរត់ទៅកុំឆ្លោះមួយវាធម្មតាចិត្តតែអញ្ចឹងហៅវាមកវិញដេកដើរឈរអង្គុយញ៉ាំអីហ្នឹងឲ្យព្រលឹងនៅខ្លួនណាភាសាខ្មែរយើងណាកុំឲ្យភ្លឹកភាំងណាហើយយើងចាប់ផ្ដើមរៀនទម្លាក់អាហ្នឹងចូលដល់វគ្គបញ្ញាក្នុងភាសាធម៌លោកហៅសតិនិងសម្បជញ្ញៈអង្គធម៌បានដល់បញ្ញារៀនបញ្យលថាតើណាហើយចាស់ចប់ហើយចាត់ទុកថាជាផលបាបចាស់ទៅចាស់រឿងហ្នឹងយើងមិនដឹងមានពាវរាមកពីណាវាជួបរឿងអញ្ចឹងចប់ហើយយើងកុំសាកសែតកុំដេកក្តៅក្រហាយអាហ្នឹងបាបថ្មីបើមិនអញ្ចឹងឯងយើងទទួលបាបទាំងពីរបាបចាស់ក៏ឲ្យផលយើងអាមូម៉ៅក្តៅក្រហាយពិបាកចិត្តហ្នឹងអាហ្នឹងយើងបាបថ្មីយើងទទួលផលបាបថ្មីមួយទៀតអាហ្នឹងដោយសារខ្វះបញ្ញាយើងចាក់ខ្លួនឯងរហូតរឿងហ្នឹងកើតម្ដងឯងប៉ុន្តែយើងមកដេកកើតទុកចាក់ខ្លួនឯងរហូតប៉ុន្តែនិយាយអញ្ចឹងថាឲ្យលះអញ្ចឹងពីស្រួលទេប៉ុន្តែដល់ពេលអនុវត្តចាស់ស្អែកវាពិបាកប៉ុន្តែអញ្ចឹងមានតែកម្លាំងសតិដឹងថាអញគិតថយក្រោយហើយកម្លាំងបញ្ញាបញ្យល់ថាឥឡូវរឿងហ្នឹងហើយឯងបើទោះជាយើងពិបាកចិត្តកើតទុកក៏យើងកែវាមិនបានដែរអញ្ចឹងហើយចាស់ចាត់ទុកថាផលបាបចាស់ទៅចាស់រឿងបានកន្លងផុតទៅហើយអនិច្ចំកុំយកវានាំឲ្យកើតទុកសៅមកនឹកដល់អារម្មណ៍ណាដែលនាំឲ្យជ្រះថ្លាវិញធ្វើទានធ្វើបុណ្យធ្វើកុសលបើថាយើងមិនមានបាបចាស់ច្រើនណាធ្វើបុណ្យនៅច្រើនណាបាបចាស់ហ្នឹងវាគង់តែបានបុណ្យថ្មីជួយខ្លះដូចសម្លប្រៃអញ្ចឹងយើងចាក់ទឹកថែមទៅវាបានសាបវិញមកប៉ុន្តែប្រៃវានៅតែប្រៃហ្នឹងមិនគ្រាន់តែវាបានទឹកសាបទៅវាមិនសូវប្រៃខ្លាំងនឹងបុណ្យថ្មីជួយទៅក៏យើងវាមិនសូវកើតទុកខ្លាំងដែរអនុមោទនា
mà chạp ở rõm nâng hơnចំណុចមួយព្រះអង្គសម្ដែងពីធម៌នាំឲ្យមានលំនឹងក្នុងជីវិតណាលោកហៅថានិធករណធម៌ធ្វើឲ្យជីវិតហ្នឹងមានទីពឹងចិត្តដែលចង់លើកមកហ្នឹងចំណុចដំបូងគេទី1គឺជាអ្នកមានសិលប៉ុន្តែញាតិញោមឮតែពាក្យសិលហ្នឹងវាចេះតែហួសទៅថាស្លៀកសពាក់សកោសក់នៅវត្តយ៉ាងហ្នឹងវាជ្រុលមិនខុសទេវាគ្រាន់តែថាវាចំណុចទូចតែមួយសិលក្នុងន័យថាការរៀបចំអេរិយាបថរស់នៅហ្នឹងឲ្យបានត្រឹមត្រូវសមរម្យមិនប៉ះពាល់មិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយថាទៅធ្វើការមួយគេអញ្ចឹងចាស់មិនមែនទៅមានដៃមានជើងលួចកុហកបោកប្រាស់គេអាហ្នឹងមនុស្សអត់សិលណាត្រូវការសិលមានពីរប្រភេទដោយសង្ខេបចារិតសិលការចេះគួរសមអ្វីដែលគួរធ្វើនិងវិរិតសិលអ្វីដែលគួរជៀសវាងណែបើឧទាហរណ៍ថាយើងចងេងចងាងចលឹះបោះច្រឡំខាមគេហៅថាឆ្លើយមានអ្នកណាស្រឡាញ់ចូលចិត្តអាហ្នឹងឯងនៅក្នុងគាត់ថាមនុស្សអត់សិលហ្នឹងធ្វើឲ្យគេខ្លាចធ្វើឲ្យគេមិនចូលចិត្តអញ្ចឹងណាហើយឬក៏ទៅណាមកណាមានដៃមានជើងលួចបំបេះបំបោចនេះហើយអ្នកណាចង់យកទៅធ្វើការដែលចំណុចដំបូងគេខ្ញុំកណានឹកឃើញថាព្រះអង្គឲ្យតម្លៃទៅលើការរៀបចំអេរិយាបថរស់នៅនឹងសំខាន់មែនទេគាត់អាសិលក្នុងធម៌វាមិនមែនត្រឹមថាចេះគោរពសិទ្ធិអ្នកដទៃប៉ុណ្ណឹងទេប៉ុន្តែចេះថែរក្សាខ្លួនឯងផងឧទាហរណ៍ថាសិល5អញ្ចឹងមិនទៅសម្លាប់មិនទៅលួចមិនទៅកុហកមិនទៅចាប់ប្រពន្ធកូនគេអាហ្នឹងសិនគោរពសិទ្ធិអ្នកដទៃប៉ុន្តែរឿងសុរាការរក្សាសុខភាពផ្ទាល់ខ្លួនរក្សាសតិស្មារតីផ្ទាល់ខ្លួនអាហ្នឹងព្រះអង្គគាត់ថាចាត់ទុកជាសិលដែរពីព្រោះបើយើងបាត់បង់សុខភាពបាត់បង់សតិស្មារតីស្អីក៏វាលាយលួតអស់ទៅដែរអញ្ចឹងយើងទាញត្រឡប់មកវិញមានច្រើនណាមាន10មានតាំងពីពហុសុតៈព្រះអង្គយកការរៀនសូត្រជាចំណុចទី2ក្នុងចំណុចហ្នឹងសិលការរៀបចំអេរិយាបថរស់នៅល្អហ្នឹងជាចំណុចទី1ពហុសុតៈចេះដឹងច្រើនជាចំណុចទី2កល្យាណមិត្តតាខ្សែគប់មិត្តត្រូវជាចំណុចទី3ហើយបន្តទៅទៀតចឹងដែលមកចង់លើកមកហ្នឹងថាការរៀបចំខ្លួនឲ្យល្អនេះហាក់ដូចជាការធ្វើដីនេះឲ្យស្អាតរៀបចំឲ្យមានឲ្យថាលំនាំហ្នឹងឲ្យល្អត្រឹមត្រូវរឿងដាក់អីគុំដាក់អីមកក៏ដោះដែរអញ្ចឹងអ្នកណាដែលមានសិលធម៌រស់នៅល្អជាឱកាសមួយធ្វើឲ្យជីវិតហ្នឹងបានរីកចម្រើនខ្លាំងមែនតើហើយបើខ្វះសិលទៅដល់ណាក៏គេខ្លាចគេរអាគេខ្ពើមពីព្រោះគេមិនដឹងថាយើងមកហ្នឹងវល់លួចគេឆក់គេប្រឡេមបន្លំគេតែអាហ្នឹងគេខ្លាចហើយមានពីវេលាវែងឆ្ងាយទៅទៀតអនុមោទនាចិត្តរបស់យើងនឹងដូចវ៉ានងវ៉ាតឡាចវាជួយចិត្តទៅតោងឡើងវាតោងអារម្មណ៍ហើយវាអត់ចេះប្រកាន់អារម្មណ៍ខាងក្រៅនឹងល្អខឲ្យវាចេះតែចាប់ហើយបើក្នុងចិត្តនឹងវាសម្បូរភាពសៅមងផងវាជួយចិត្តចាប់ឬក៏ចងចាំរឿងខករឿងមួម៉ៅក្តៅក្រហាយអីឆាប់ចងចាំជាប់នៅក្នុងចិត្តអញ្ចឹងបើឧទាហរណ៍ថាបុគ្គលនឹងមិនបានអប់រំមិនបានមានសតិស្មារតីជួយទាញចិត្តឲ្យមកគិតរឿងល្អទេអានឹងជីវិតនឹងក្តៅក្រហល់ក្រហាយវាអោបកសោបតែរឿងមួម៉ៅនឹងនៅក្នុងចិត្តនឹងរហូតទៅជាងដេកអោបភ្លើងក្តៅក្រហាយរហូតជាងតើលើយើងហ៊ានទាញចិត្តនឹងឲ្យមកនឹករកអារម្មណ៍ដែលនាំឲ្យកើតចិត្តជ្រះថ្លាឧទាហរណ៍ថានឹកដល់ឪពុកនឹកដល់ម្ដាយនឹកដល់បុណ្យកុសលអំពើល្អនឹកដល់ទាននឹកដល់សិលដែលយើងបានរក្សាហើយនឹកដល់គុណពុទ្ធពធប្រសង្ឃនឹកដល់អារម្មណ៍ណាដែលធ្វើឲ្យចិត្តនឹងជ្រះថ្លារីករាយស្រាលហើយចាក់ឆ្ងាយអំពីរឿងមួម៉ៅក្តៅក្រហាយទាំងអស់នឹងចេញ
ចិត្តរបស់យើងនឹងវាច្បាស់លាស់ណាវាបើបននៅបាបចេញហើយបើបាបចូលមកបនវារត់ចេញហ្មងអាភាពមួម៉ៅសៅមងនៅអាការរីករាយនឹងអត់នៅជាមួយយើងទេហើយបើយើងមានបញ្ញាស្មារតីអាចដូចទៅទប់ស្កាត់ខ្លះនៅអកុសលដែលកើតនៅក្នុងចិត្តហ្នឹងដោយកម្លាំងនៃសតិបញ្ញាមួយយើងទប់ទល់នឹងអារម្មណ៍ខាងក្រៅដូចថាក្នុង Facebook គេជេរគេបចោកឬក៏រឿងរ៉ាវសៅមងអីទាំងអស់ដែលគេចេះតែបង្ហោះដូចថារឿងសម្រាមអញ្ចឹងចាស់រឿងដែលមិនអត់មានប្រយោជន៍សោះហើយយើងចេះតែទៅតាមដានអាហ្នឹងស្មើនឹងចិត្តរបស់យើងคล้ายទៅជារុយជួយចិត្តហិតលិមួកហ្នឹងហើយបើតើតើយើងរៀនដូរចិត្តហ្នឹងឲ្យវាទៅជាខ្មុំចូលចិត្តហាត់ផ្កាវិញផ្កាហ្នឹងបានដល់អារម្មណ៍នាំឲ្យចិត្តហ្នឹងវាផុតស្រឡះពីអកុសលឧទាហរណ៍ថាស្ដាប់ធម៌ឧទាហរណ៍ថាមើលអត្ថបទអប់រំផ្លូវចិត្តវាធ្វើឲ្យចិត្តហ្នឹងវាស្រឡះពីគ្រឿងសៅមងហ្នឹងទៅអារម្មណ៍ហ្នឹងអាចទាញយើងឲ្យទៅក្នុងរឿងអកុសលក៏បានអារម្មណ៍ទាញយើងឲ្យទៅកើតរឿងកុសលក៏បានព្រោះថានឹកដល់គុណពុទ្ធចុះពុទ្ធធម៌ព្រះអង្គត្រាស់ដឹងឲ្យព្រះអង្គលែងមានទុក្ខទៀតហើយនឹងនឹកដល់គុណព្រះអង្គយើងជ្រះថ្លានឹងព្រះអង្គយើងបាត់អាភាពសៅមងនឹងអូតូម៉ាទិកទៅអញ្ចឹងតើយើងប្រយ័ត្នប្រយែងរៀនទាញចិត្តឲ្យមកតោងយកអារម្មណ៍ណាដែលកើតសេចក្តីជ្រះថ្លាឲ្យច្រើនជាងដេកដួលទៅតាមរឿងរ៉ាវដែលធ្វើឲ្យយើងក្តៅក្រហាយអានឹងទើបចិត្តរបស់យើងមិនសូវកើតទុកខ្លាំងហើយមួយទៀតគឺយើងហ៊ានពយល់ចិត្តយើងធ្វើម៉េចឲ្យលះបង់អាគ្រឿងសៅមងខាងក្នុងឧទាហរណ៍ចំណែនគេចឹងទៅគុំចំណែនអីនឹងបនគេទេខឹងអន់ចិត្តអីអានឹងសើភ្លើងចឹងបើអន់ចិត្តអីទិញទួចអីបានហើយទាញចិត្តឲ្យមកស្ថិតនៅក្នុងមុទិតាត្រេកអរនឹងគេមាននឹងគេបានផ្សាយមេត្តាឲ្យគេបានសុខបានចម្រើនអញ្ចឹងកុសលនឹងមកជំនួសអកុសលនៅក្នុងចិត្តហ្នឹងអានឹងទើបចិត្តរបស់យើងវាអត់សូវមានព្រាយនៅពីព្រោះអកុសលមួម៉ៅក្តៅក្រហាយទាំងអស់សិតតែជាពូជពុំព្រាយវាមកសន្ធិដ្ឋនៅក្នុងចិត្តយើងហើយបើយើងចេះតែបដ ாய் ឲ្យវាមកសន្ធិដ្ឋយើងនឹងคล้ายទៅជាកូនចៅព្រាយមិនខានទេឥឡូវយើងមកធ្វើជាកូនចៅព្រះវិញក្នុងន័យថាឲ្យចិត្តនឹងជ្រះថ្លាមានសតិបញ្ញាកាត់អកុសលនឹងកុំឲ្យវាដេកត្រាំនៅក្នុងចិត្តយើងយូរពេកអញ្ចឹងរុញច្រានវាចេញយើងដាក់នៅបុណ្យកុសលវិញអានឹងជីវិតនឹងវាស្រស់វាថ្លាវាស្រាលមកអនុមោទនាបើនិយាយពីជោគវាសនាជីវិតវិញទោះបីថាកើតក្នុងពោះម៉ែតែមួយក៏ដោយក៏មិនអាចមានជោគវាសនានឹងដូចគ្នាដែរអានឹងវាអាស្រ័យការខិតខំប្រឹងប្រែងពីបច្ចុប្បន្នមួយអាស្រ័យបុណ្យពីអតីតមកមួយបើបុគ្គលនឹងខ្វះបុណ្យពីអតីតមកដាក់ទៅវាចេះខុយសម្រេចចិត្តចេះតែខុសខ្សែគប់មនុស្សក៏មិនត្រូវរួមផ្សំទាំងចិត្តគំនិតពីបច្ចុប្បន្នមិនល្អមួម៉ៅសៅមងទៀតធ្វើឲ្យជីវិតនឹងដុនដាបទៅបើមិនជាបុគ្គលនឹងជាមនុស្សសំបុណ្យពីអតីតមកជាអ្នកធ្វើទានជាអ្នកបម្រើមេដាបេដាជាអ្នកបានបំពេញបុណ្យកុសលច្រើនអញ្ចឹងការសម្រេចចិត្តគោត្រូវច្រើនហើយរើសមនុស្សមកក្នុងជីវិតហ្នឹងក៏ត្រូវច្រើន
ហើយបូកផ្សំជាមួយនឹងការព្យាយាមផងប្រែងជាមួយនឹងរបៀបគិតឲ្យបានត្រឹមត្រូវដូចថាកុំឲ្យវាមួម៉ៅសៅមងតឹងណែនតកណាអកុសលនឹងវាក្របលើចិត្តរបស់យើងវាធ្វើឲ្យជីវិតរបស់យើងអាប់អួរជាងជួបវាសនាជីវិតវាអាស្រ័យលើបុណ្យចាស់យើងផងអាស្រ័យលើការប្រឹងប្រែងពេលបច្ចុប្បន្នរួមផ្សំជាពិសេសជាមួយនឹងរបៀបគិតផងបើអ្នកនឹងតស៊ូព្យាយាមឲ្យរួមផ្សំទាំងសតិបញ្ញាការសេពគប់ត្រូវទៀតនឹងជួបវាសនាបានប្រសើរខ្ពង់ខ្ពស់អញ្ចឹងយើងមិនអាចបណ្ណាំងប្រជែងថាខ្ញុំត្រូវតែដូចគេបើយើងមានបុណ្យយើងឆ្លើសគេទៀតផងប៉ុន្តែបើសិនជាយើងខ្វះបុណ្យខ្វះការផឹងប្រែងរួមផ្សំនឹងទៅចំណែននឹងទាគេទៀតអានឹងរត់តែអាប់រត់តែអោនមិនបានដូចគេបើគេមានគេបានគួរតែយើងអនុមោទនារីករាយជាមួយនឹងសេចក្តីសុខរបស់អ្នកដទៃសម្លឹងមើលឫសគល់របស់គេថាគេខិតខំធ្វើល្អណាស់ពីមុនមកទើបគេបានសុខប៉ុណ្ណឹងអនុមោទនាបុណ្យរបស់អ្នកនឹងដែលខំធ្វើបុណ្យល្អពីអតីតមកហើយយើងផងប្រែងធ្វើល្អទៅទៀតទៅអញ្ចឹងចិត្តនឹងវាស្រឡះចិត្តនឹងវាថ្លាអញ្ចឹងយើងបំពេញបុណ្យកុសលជាពូជនៃសេចក្តីសុខពេលបច្ចុប្បន្នហើយយើងទទួលបានសេចក្តីសុខបដាទៅមិនចាំបាច់ទៅជាតិក្រោយបុណ្យនឹងអាចឲ្យផលជាសេចក្តីសុខក្នុងពេលបច្ចុប្បន្នហ្នឹងហើយយើងអាចដូរជោគវាសនាជីវិតយើងក៏បានដែរដោយការផឹងប្រែងការផ្លាស់ប្ដូរចិត្តគំនិតពេលបច្ចុប្បន្នហ្នឹងអញ្ចឹងយើងមិនចាំបាច់តូចចិត្តអន់ចិត្តប្រៀបធៀបអីថាមិនបានចឹងស្ដីបន្ទោសម៉ែស្ដីបន្ទោសឪស្ដីបន្ទោសខ្លួនឯងព្រមលិខិតអីទេគឺថាអានឹងយើងអ្នកសាងយើងត្រូវទទួលហើយយើងត្រូវសាងល្អដើម្បីបានផលល្អទៅវិញមិនចាំបាច់ចំណាយគេពីព្រោះចំណាយគេក៏វាអត់បានអីមកយើងដែរអនុមោទនាក្នុងពុទ្ធសាសនាពាក្យថាបារមីសំដៅទៅលើគុណធម៌ដែលជាគ្រឿងលាងជំរះនៅបាបអកុសលឧបមាដូចជាទានជំរះចិត្តកំណាញ់សិលជំរះពាវេរានេក្ខមៈបារមីជំរះការជាប់ជំពាក់បញ្ញាជំរះភាពល្ងងខ្លៅវិរិយៈជំនះភាពខ្ជិលច្រអូសខន្តីជំនះចិត្តខឹងក្រោធសច្ចៈជំនះភាពវាចវេទៅអធិដ្ឋានជំនះការបោះបង់អធិដ្ឋាននៅក្នុងធម៌សំដៅទៅលើបើតាំងចិត្តថាធ្វើអីហើយធ្វើឲ្យបានសម្រេចមេត្តាធ្វើចិត្តឲ្យត្រជាក់ស្រឡាញ់សពសត្វទាំងអស់ឧបេក្ខាមានចិត្តជាកណ្ដាលទាំង10ហ្នឹងលោកហៅថាទុសបារមីឬក៏យើងហៅមួយទៀតថាពុទ្ធការកធម៌ធម៌ឲ្យបានត្រាស់ដឹងជាពុទ្ធមានន័យថាព្រះពោធិសត្វនឹងសន្សំធាតុល្អនឹងទីរហូតដល់បតីរបស់ព្រះអង្គនឹងជ្រះស្រឡះពីអកុសលភាពសៅមងទាំងអស់ហ្នឹងបានត្រាស់ដឹងអញ្ចឹងពុទ្ធជាមនុស្សខ្លាំងពូកែដោយសារព្រះអង្គបានបំពេញបារមីទាំងអស់ហ្នឹងបំពេញបារមីក្នុងបតីរបស់ព្រះអង្គច្រើនរហូតដល់លុបបំបត្តិនៅភាពមួម៉ៅសៅមងអកុសលលោភៈទោសៈមោហៈខឹងចំណែនស្អប់គុំគួនអីទាំងអស់ហ្នឹងអស់រលីងទៅអញ្ចឹងបើគិតពីពាក្យថាបារមីក្នុងពុទ្ធសាសនាហ្នឹងអាចខុសប្លែកពីពាក្យថាបារមីដែលយើងធ្លាប់ដឹងនៅក្នុងពេលនេះខ្មែរយើងដូចថាបារមីអ្នកនេះប្រកែបារមីអ្នកនោះប្រកែបារមីវត្តនេះប្រកែបារមីវត្តនោះប្រកែអញ្ចឹងណា
បើគិតពីពុទ្ធព្រះអង្គបរិនិព្វានទៅហើយរលត់អស់រលីងហើយមិនមានសេះសល់ខណ្ឌនេះខណ្ឌនោះនៅនិយាយនៅស្ដីនៅជួបអាស្រ័យឬក៏ថាអ្នកនេះមកសុំអីអ្នកនោះមកសុំអីព្រះអង្គដឹងព្រះអង្គឮអត់ទេបើមានជាអមនុស្សជាទេវតាដែលថែរក្សានៅកន្លែងហ្នឹងគេអាចដឹងគេអាចឮបានប៉ុន្តែថាតើយើងមានបុណ្យមានកុសលនឹងឲ្យគេជួយដែរទើបអាចគេជួយបានយើងមិនអាចទៅសុំគេ free បានទេអញ្ចឹងបើយើងចង់ខ្លាយជាមនុស្សមានបារមីខ្លាំងពូកែត្រូវព្យាយាមសន្សំនៅបារមីទាំង10មិញហ្នឹងបើមិនបានដូចព្រះក៏បានខ្លះដែរចេះធ្វើទានទៅចេះរក្សាសិលកាយវាចាហ្នឹងល្អត្រឹមត្រូវមិនប៉ះពាល់ធ្វើឲ្យអ្នកដតីក្តៅក្រហាយទៅមិនជាប់ជំពាក់មិនប្រមូលអោបកសោបហួងហែងខ្លាំងពេកទៅដូចតែចិត្តរៀងទលាយអញ្ចឹងណាហើយរៀនសូត្រមានការតស៊ូព្យាយាមមានខន្តីមានអំណត់មានការតាំងចិត្តមានមេត្តាមានចិត្តជាឧបេក្ខាហ្នឹងឲ្យវាច្រើនទៅក្នុងចិត្តទៅកន្លែងហ្នឹងយើងហៅថាមនុស្សនឹងមនុស្សមានបារមីទៅណាមកណាគេស្រឡាញ់គេចូលចិត្តគេរាប់អានដោយអំណាចនៃគុណធម៌អំពើល្អដែលបុគ្គលនឹងបានសាងបុគ្គលនឹងក៏ជាបុគ្គលមានស្មារតីមានបារមីហើយបើទេវតាក៏តាមថែរក្សាបុគ្គលនឹងដែរទៅណាមកណាមនុស្សក្តីទេវតាក្តីគេស្រឡាញ់តែមនុស្សល្អអ្នកមានគុណធម៌បើមនុស្សមិនល្អខ្វះគុណធម៌ទោះជាបន់ទាំងយប់ទាំងថ្ងៃមិនដេកមិនពួនក៏គេជួយមិនបានដែរព្រោះវាអត់មានអីត្រូវឲ្យគេជួយបានណាខ្មែរយើងជួយចិត្តនិយាយថាចង់ឲ្យទេវតាជួយតើលើជួយខ្លួនឯងសិនក្នុងន័យនេះគឺថាត្រូវបំពេញបុណ្យកុសលអំពើល្អហ្នឹងឲ្យបានច្រើនហើយក្នុងធម៌ថាបើយើងជាមនុស្សល្អទេវតាមិនជួយទេវតានឹងមានទោសទៀតឧទាហរណ៍ថាមានទុក្ខទោសភ័យគ្រោះថ្នាក់អីហើយអត់មកជួយមនុស្សល្អហ្នឹងទេវតាហ្នឹងមានទោសគេដាក់ទោសទណ្ឌទៀតអញ្ចឹងតើលើយើងធ្វើអំពើល្អឲ្យច្រើនបុណ្យកុសលឲ្យច្រើនមានមេត្តាផ្សាយមេត្តាដល់សពសត្វផ្សាយមេត្តាដល់ទេវតានៅគ្រប់ទីកន្លែងទាំងអស់ទីវត្តអារាមនៅផ្ទះសម្បែងអីយើងផ្សាយមេត្តាឲ្យគេបានសុខទៅយើងក៏ទទួលសេចក្តីស្រឡាញ់ហ្នឹងត្រឡប់មកវិញដែរអញ្ចឹងបារមីខ្លាំងពូកែគឺការសន្សំអំពើល្អគុណធម៌នៅក្នុងចិត្តរបស់យើងនៅពេលណាដែលយើងមានគុណធម៌សេចក្តីល្អនឹងច្រើនយើងមានបារមីឲ្យគេស្រឡាញ់គេចូលចិត្តគេរាប់អានទាំងមនុស្សទាំងទេវតាអនុមោទនាសេរីសួស្តីជ័យមង្គលក្នុងជីវិតហ្នឹងវាអាស្រ័យបុណ្យចាស់ផងវាអាស្រ័យការប្រឹងប្រែងក្នុងបច្ចុប្បន្នផងបើអ្នកនឹងបានធ្វើទានរក្សាសិលចាំម៉ែចាំឪធ្វើល្អពីអតីតជាតិជាអ្នកមានសម្ពាយបុណ្យខ្ពស់មកអាហ្នឹងគេធ្វើអីក៏ងាយដែររួមផ្សំទាំងបច្ចុប្បន្នហ្នឹងគេផឹងផែងហ៊ានសូត្រសេពគប់មនុស្សត្រូវតស៊ូព្យាយាមហើយមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនអញ្ចឹងវាបានផលបុណ្យចាស់ផងផលបុណ្យថ្មីផងរួមទាំងកាយវិចារចិត្តគំនិតខ្ពង់ខ្ពស់ទៅទៀតអាហ្នឹងគេបានចម្រុងចម្រើនណាអញ្ចឹងបើយើងខ្សោយបុណ្យចាស់យើងកុំភ្លេចផឹងផែងសាងបុណ្យថ្មីឧទាហរណ៍ដូចជាការបម្រើមេដាបិតាការចេះរៀបចំកាយវាចាចិត្តគំនិតនឹងឲ្យបានខ្ពង់ខ្ពស់រស់រាយរាក់ទាក់ពាក្យសម្ដីគួរសមចេះដឹងទៀបខ្ពស់ចាស់ទុំ
ហើយមានការតស៊ូព្យាយាមស្មោះត្រង់នៅក្នុងធម៌លោកហៅថាជាអ្នកមានសិលនៅភាសាបច្ចុប្បន្នគេថាមនុស្សចរិតថ្លៃថ្នូរអញ្ចឹងដោយអំណាចនៃបុណ្យហ្នឹងជួយឲ្យយើងមានតម្លៃគេស្រឡាញ់គេចូលចិត្តទេវតាក៏ជួយថែរក្សាយើងដែរអញ្ចឹងយើងរៀបចំខ្លួនយើងនឹងឲ្យថ្លៃថ្នូរដោយគុណធម៌ហើយសេរីសួស្តីមកតាមក្រោយទេយើងមិនអាចអង្គុយចាំចង់បន់ស្រន់ឲ្យបានសេរីសួស្តីប៉ុន្តែយើងអត់បានរៀបចំខ្លួនបង្កើតសេរីសួស្តីនឹងសម្រាប់ខ្លួនឯងទេពីព្រោះសេរីសួស្តីជាឈ្មោះនៃគុណធម៌បុណ្យកុសលការតស៊ូការរៀបចំចរិយាមារយាទឲ្យបានត្រឹមត្រូវឲ្យបានថ្លៃថ្នូរសេរីសួស្តីហូរចូលចម្រុងចម្រើនធ្វើឲ្យជីវិតនឹងបានខ្ពង់ខ្ពស់មានគេគោរពមានគេស្រឡាញ់ដោយសេចក្តីកោតក្រែងមិនមែនគ្រាន់តែគោរពស្រឡាញ់ដោយសារគ្រាន់តែទូនីតិប៉ុន្តែគេស្រឡាញ់យើងដោយសារយើងជាមនុស្សមានគុណធម៌គួរជាទីគោរពសិលធម៌ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរនឹងធ្វើឲ្យអ្នកដទៃបានសុខហើយបុណ្យកុសលនឹងជួយបង្កើតឱកាសឲ្យយើងបានរកផ្លូវរកស៊ីទទួលទានដោះស្រាយបញ្ហាអីក៏ចេះតែបានចេះតែទៅមុខរួចដោយសារកម្លាំងបុណ្យចាស់យើងពីអតីតមកផងដោយសារកម្លាំងបុណ្យថ្មីការតស៊ូព្យាយាមពេលបច្ចុប្បន្ននឹងផងអញ្ចឹងយើងប្រឹងកសាងអំពើល្អបុណ្យកុសលធ្វើទានរក្សាសិលចម្រើនភាវនាបុណ្យកុសលនឹងកើនឡើងក្នុងចិត្តរបស់យើងសេរីសួស្តីក៏កើនទេវតាក៏ជួយបីបាច់ថែរក្សាយើងជាមនុស្សល្អជាអ្នកមានគុណធម៌ដែរយើងខ្លាយទៅជាអ្នកមានបុណ្យគឺមានបុណ្យនៅក្នុងចិត្តអ្នកមានបារមីគឺមានសេចក្តីល្អនឹងនៅក្នុងខ្លួនឲ្យបានច្រើនទៅណាមកណាមិនបាច់បខំឲ្យគេស្រឡាញ់គេស្រឡាញ់គេចូលចិត្តតែម្ដងដោយអានុភាពនៃអំពើល្អនៃទឹកចិត្តល្អនៃកាយវាចាល្អរបស់យើងនឹងឯងនឹងជាមនុស្សដែលមានសេរីជាមនុស្សដែលមានបារមីជាមនុស្សដែលចម្រើនដោយសេចក្តីសុខសម្រាប់ខ្លួនឯងផងសម្រាប់អ្នកដទៃផងអនុមោទនារឿងល្អរឿងអាក្រក់ម្នាក់ត្រូវជួបរឿងរ៉ាវជាប្រចាំថ្ងៃរឿងខ្លះល្អរឿងខ្លះមិនល្អតាមផលកម្មរៀងខ្លួនរឿងល្អជាផលនៃកម្មល្អដែលអ្នកបានសាងមកចំណែករឿងអាក្រក់ជាផលនៃបាបកម្មដែលអ្នកបានធ្វើពីមុនមកដែរគ្មានអ្នកណាម្នាក់ជួបតែរឿងល្អរហូតមួយជីវិតនោះទេតែបើអ្នកខ្វះបញ្ញាអ្នកនឹងសោកសង្រេងខ្សឹកខ្សួលពេលជួបវិបត្តិបញ្ហាអ្វីមួយអ្នកគ្មានបញ្ញាកំណត់ដឹងថាអ្វីគ្រប់យ៉ាងកើតឡើងព្រោះហេតុគ្មានរឿងណាកើតឡើងដោយចៃដន្យនោះទេអ្នកមិនអាចបង្ខំឲ្យរឿងកើតតាមចិត្តអ្នកចង់នោះឡើយរឿងមិនល្អវាបានកើតរួចទៅហើយបើទោះបីអ្នកយំសោកបោកខ្លួនយ៉ាងណាក៏មិនអាចកែប្រែបានឡើយវាបានកន្លងហួសទៅហើយវាជាអតីតកាលទៅហើយបើអ្នកនៅតែរំលឹករំលើករឿងនោះដដែលចិត្តអ្នកនឹងសោកសៅសេចក្តីទុក្ខនឹងតាមលងបន្លាចអ្នកទៅមុខទៀតមិនខានអ្នកអាចយកវាជាមេរៀនចាត់ទុកថាវាជាផលនៃបាបចាស់ហើយពង្រឹងសមត្ថភាពផ្លូវចិត្តប្រឈមមុខដោះស្រាយដោយការទទួលខុសត្រូវខ្ពស់ការលះបង់ការហ៊ានប្រឈមមុខ
ជាសិលធម៌ខ្ពស់ក្នុងជីវិតពេលខ្លះអំពើល្អដែលអ្នកធ្វើពេលបច្ចុប្បន្នក៏អាចជួយជ្រោមជ្រែងអ្នកឲ្យបានប្រសើរឡើងវិញបើអ្នកខិតខំមិនគេចវេះមានសេចក្តីអត់ធ្មត់រៀនកំណត់ដឹងថារឿងល្អរឿងអាក្រក់សរសើរនន្ទាចំណេញខាតសុខទុក្ខជារឿងធម្មតាក្នុងលោកតែងកើតឡើងចំពោះមនុស្សគ្រប់គ្នាសូមកុំផ្ញើសេចក្តីសុខទុក្ខនៅលើរឿងរ៉ាវខាងក្រៅទាំងអស់នោះពេកអីបើវាបានល្អចាត់ទុកថាវាជាផលបុណ្យបើវាមិនបានល្អទេក៏ត្រូវតែហ៊ានប្រឈមហើយដោះស្រាយទៅគ្រប់យ៉ាងជាអនត្តាមិនអាចបង្គាប់បញ្ជាបានឡើយបើនិយាយពីមនុស្សយើងម្នាក់នឹងមានទុក្ខច្រើនណាស់រៀងខ្លួនទុក្ខផ្លូវកាយទុក្ខផ្លូវចិត្តទុក្ខរឿងជីវភាពទុក្ខគ្រួសារបញ្ហាគ្រប់សពហើយបើគិតឲ្យវែងឆ្ងាយទៅថាយើងទាំងអស់គ្នាហែលនៅក្នុងសមុទ្រទុក្ខក្នុងសង្សារវដ្តគ្រប់ពួកគ្នានឹងកើតចាស់ជឿស្លាប់យំយេកព្រាត់ប្រាសសេចក្តីទុក្ខនឹងច្រើនអត់គណនាហើយម្នាក់ប្រាថ្នារួចផុតពីទុក្ខចង់បានសេចក្តីសុខជាងយើងគួរមានចិត្តមេត្តាដល់សេចក្តីស្រឡាញ់ការរាប់អានទឹកចិត្តអាណិតដល់សពសត្វទាំងអស់យើងមានពេលមករយៈពេលខ្លីមករស់នៅលើពិភពលោកបន្តិចទៅយើងត្រឡប់ទៅវិញហើយយើងមិនគួរនឹងចងគំនុំបង្កើតកម្មពៀវរាស្អប់គ្នានៅក្នុងពេលបច្ចុប្បន្ននេះទេពីព្រោះចុងក្រោយទៅយើងអត់មានស្ពាយរបស់អីទៅបានទេទោះជាមានទ្រព្យមានសម្បត្តិមានយសមានស័ក្តិប៉ុណ្ណាក៏អត់អាចយកទៅបានទេមានតែបុណ្យបាបដែលយើងខំសំបាបដែលយើងធ្វើនោះវាទៅជាមួយយើងហើយទៅឯកោមិនមានអ្នកណាជូនដំណើរអីទេយ៉ាងច្រើនគេជូនត្រឹមមេនបូជាសពប៉ុណ្ណឹងហើយយើងទៅតែឯងស្ពាយបុណ្យស្ពាយបាបទៅជាមួយអញ្ចឹងយើងលើកចិត្តលើកខ្លួននឹងឲ្យខ្ពស់កុំឲ្យមានចិត្តនឹងកំហឹងគុំគួនស្អប់ជានិវរណៈធម៌ជាធម៌រារាំងយើងមិនឲ្យអភិវឌ្ឍបញ្ញាឲ្យបានខ្ពស់និងចម្រើនបុណ្យចម្រើនកុសលហើយរៀបចំចិត្តគំនិតឲ្យស្រស់ថ្លានឹងបានធ្វើដំណើរទៅព្រះនិព្វានអីទេវានៅថាចងកម្មចងពៀគ្នាវិលវល់ចង់ឈ្នះចង់ចាញ់គ្នាចឹងទៅយើងរៀនសម្លឹងមើលថាគ្រប់គ្នារួមទាំងយើងផងសិតតែចង់បានសុខអត់ចង់បានទុក្ខទេចឹងយើងជួយតាមលទ្ធភាពដែលយើងជួយបានប៉ុន្តែអ្នកខ្លះយើងជួយហើយក៏សប្បាយចិត្តអ្នកខ្លះយើងជួយហើយគេមិនដឹងថាយើងជួយគេគិតថាយើងខុសយើងអាក្រក់ទៀតក៏មានអញ្ចឹងយើងលើកចិត្តឲ្យខ្ពស់ទៀតថងហ្នឹងថាសត្វលោកហ្នឹងវាអញ្ចឹងមានជនជាកតញ្ញូដឹងនៅឧបការៈគុណដែលគេធ្វើនិងបុគ្គលដែលជាអកតញ្ញូអត់ចេះដឹងគុណដឹងស្រ័យអីទេជាអន្តរពុទ្ធជនមុខពីលតែហើយយើងប្រកាន់អត់កើតទៀតដោយសារសត្វលោកនឹងវាអញ្ចឹងយើងមានតែអាណិតថាពេលមានភាពអកតញ្ញូនៅក្នុងខ្លួនច្រើនទៅវាកើតទុកទុំមនោះកម្មពៀកើតជាតិមុខជាតិក្រោយគាត់ទៅជួប
សពធ្វើល្អដាក់គេធ្វើអក្រក់ដាក់គាត់វិញអីចឹងវល់ចឹងយើងមើលសត្វលោកនឹងដោយពយៈចក្ខុនៅក្នុងភាសាធម៌លោកហៅថាភ្នែកគឺសេចក្តីស្រឡាញ់កុំឲ្យដោយទោសៈចក្ខុភ្នែកគឺកំហឹងយើងសម្លឹងឃើញថាសត្វលោកមានទុក្ខច្រើនហើយអ្វីដែលយើងជួយបានយើងជួយហើយបើគេដឹងក៏ដឹងតែជាបុណ្យរបស់គេបើគេមិនដឹងទេអានឹងយើងធ្វើបុណ្យរួចហើយយើងអត់មានចិត្តប្រកាន់ទូមនោះជាមួយអានឹងយើងមិនសូវកើតទុក្ខជាសរុបមកថាយើងរស់នៅជាមួយប្តីប្រពន្ធកូនធ្វើការមួយមិត្តភ័ក្តិរស់នៅជាមួយនឹងសង្គមហ្នឹងយើងសម្លឹងមើលទៅឃើញថាសពសត្វទាំងអស់សតតែមានសេចក្តីទុក្ខរួមទាំងយើងផងអញ្ចឹងយើងរៀនចម្រើនមេត្តាចម្រើនករុណាចម្រើនការរាប់អានសេចក្តីស្រឡាញ់បំណងចង់ឲ្យសពសត្វទាំងអស់បានសេចក្តីសុខរួចផុតពីទុក្ខមិនមានគំនុំគុំគួនស្អប់អីចងពៀទេពីព្រោះយើងមើលឃើញថាពៀវេរានឹងវានាំឲ្យកើតទុក្ខវល់ក្នុងសង្សារវដ្តនឹងវែងឆ្ងាយអញ្ចឹងយើងរៀនចម្រើនមេត្តាយើងអត់សូវមានសត្រូវចិត្តរបស់យើងនឹងវាស្ងប់ល្អយើងអត់សូវមានទុក្ខក្នុងចិត្តហើយយើងអត់មានកម្មពៀវេរាទៅពេលខាងមុខទៀតយើងម្នាក់កើតមកនោះវាមានស្ពាយសេចក្តីទុក្ខមកជាមួយសេចក្តីទុក្ខផ្លូវកាយផងសេចក្តីទុក្ខផ្លូវចិត្តផងសេចក្តីទុក្ខផ្លូវកាយឈឺចុកចាប់បញ្ហានេះសុខភាពនេះនោះអីចឹងទៅខាត់មិនបានរៀងខ្លួនប៉ុន្តែសេចក្តីទុក្ខផ្លូវចិត្តដែលថាធ្វើឲ្យយើងហត់នឿយជាងផ្លូវកាយហ្នឹងគឺនៅពេលដែលយើងអោបកសោបរឿងរ៉ាវច្រើនពេកមិនចេះទម្លាក់រឿងពីអតីតដែលកើតរួចមកហើយក៏នៅសោកសៅនៅស្ដាយសំណោះអាឡោះអាល័យឬក៏វបដិសារីស្ដីបន្ទោសអាហ្នឹងក៏នាំឲ្យចិត្តហ្នឹងវាហត់ដែរយើងអត់អនុញ្ញាតឲ្យរឿងនឹងរលត់ទៅយើងនៅតែស្ពាយសេចក្តីទុក្ខនឹងតាមខ្លួនអត់កំណត់ដឹងថាវាបានកើតរួចទៅហើយទោះជាយើងយំសោកក៏វាអត់បានរឿងនឹងត្រឡប់មកវិញដែររៀនកំណត់ដឹងថាវាជាការពិតអញ្ចឹងហើយត្រូវទទួលស្គាល់ហើយត្រូវដោះស្រាយហើយរៀនបើកទំព័រថ្មីរៀនធ្វើដំណើរទៅមុខកុំឲ្យវាជាប់នៅក្នុងគុកអតីតកាលឬក៏អ្នកខ្លះហត់នឿយដោយសារការភ័យព្រួយទៅក្នុងរឿងអនាគតបារម្ភខ្លាចចេះខ្លាចចុះគិតបង្កើតរឿងនាំឲ្យសោកសៅតាមផ្លូវចិត្តពិបាកចិត្តពេកដេកមិនលក់បក់មិនលហើយញ៉ាំបាយមិនឆ្ងាញ់កើតជាវិបត្តិក្នុងផ្លូវចិត្តហើយចឹងវាហត់ទាំងសងខាងហត់ក្នុងរឿងអតីតផងហត់ក្នុងរឿងអនាគតផងហើយត្រូវប្រឈមមុខនឹងបញ្ហាបច្ចុប្បន្នរស់ស៊ីទទួលទានចំណេញខាតអ្នកនេះនិយាយថាអញ្ចេះស្ដីបន្ទោសប៉ុណ្ណឹងប្រជែងដល់ចឹងវាធ្ងន់អត់ព្រមទម្លាក់ខ្លះចឹងដើម្បីកុំឲ្យវាហត់នឿយខ្លាំងយើងរៀនឈរនៅក្នុងអំពើល្អរៀនទទួលខុសត្រូវក្នុងជីវិតថាអ្វីដែលកើតឡើងដំណើរជីវិតរបស់ខ្ញុំគឺវាអញ្ចឹងវាខុសគេអញ្ចឹងគេក៏ជួបរឿងរបស់គេខ្ញុំជួបរឿងរបស់ខ្ញុំ
មនុស្សលើផែនដីនេះជួបរឿងខុសគ្នាទាំងអស់អត់មានអ្នកណាដូចអ្នកណាទេហើយត្រូវតាំងខ្លួននៅក្នុងអំពើល្អគុណធម៌សិលធម៌អានឹងជាផ្លូវត្រូវហើយអ្នកណាថាអញ្ចេះស្ដីចុះអានឹងយើងមិនអាចផ្គាប់ចិត្តគេបានទេបើយើងដើរផ្គាប់ចិត្តគេគ្រប់គ្នាក៏យើងហត់ដែរពីព្រោះគេមិនអាចត្រូវចិត្តយើងគ្រប់ពេលទេអញ្ចឹងយើងបំពេញតួនាទីបំពេញអំពើល្អតាំងខ្លួននៅក្នុងសេចក្តីព្យាយាមក្នុងកុសលធម៌ឲ្យល្អអាហ្នឹងយើងអត់សូវហត់បានទេអ្នកណាគិតយ៉ាងណាថាយ៉ាងណាហ្នឹងជារឿងរបស់គេទៅចាស់បើថាគេជួយណែនាំយើងខ្វះខាតយើងអរគុណគេហើយបើថាជាពាក្យបើឈឺឌឺដងហ្នឹងតាមគេចាស់គេមិនសមបាបខ្លួនគេយើងមិនមែនរស់នៅនេះដើម្បីទៅផ្គាប់ចិត្តគេហ្នឹងអាហ្នឹងយើងប្រកាសជាហត់ដែរនិយាយនេះមិនបានន័យថាឲ្យយើងផ្ដាច់ទំនាក់ទំនងមិនខ្វល់ទេប៉ុន្តែត្រូវមានជំហរនៅក្នុងអំពើល្អនៅក្នុងគុណធម៌រៀនរស់នៅក្នុងកុសលធម៌វាស្រស់វាស្រាយវារីកវារាយយើងធ្វើប្រយោជន៍សម្រាប់ខ្លួនឯងផងធ្វើប្រយោជន៍សម្រាប់អ្នកដទៃផងអានឹងយើងបានបុណ្យកុសលទាំងបច្ចុប្បន្នទាំងបរលោកហើយយើងអត់សូវហត់ទេអត់សូវហត់ទៅខ្វល់នឹងពាក្យសម្ដីគេនេះគិតពីខ្ញុំចេះគិតពីខ្ញុំចុះយើងខាត់គេបានទេហ្នឹងយើងរៀនទម្លាក់សេចក្តីទុក្ខនឹងរៀនទម្លាក់អកុសលហ្នឹងទើបយើងមិនសូវធ្ងន់ខ្លាំងមិនសូវហត់ខ្លាំងអ្នកខ្លះដែលមិនសប្បាយចិត្តនឹងយើងបើទោះជាយើងធ្វើល្អធ្វើត្រូវប៉ុន្តែក៏មើលមិនឃើញដែរគេចាត់ទុកថាវាអត់មានជារឿងសំខាន់អីចឹងទៅអាហ្នឹងវាអាចថាដោយសារយើងមានកម្មពៀវរាជាមួយយើងមានបាបធ្លាប់មើលងាយមើលថោកគេពីអតីតជាតិមកឬក៏យើងប៉ះពាល់ផលប្រយោជន៍គេឬក៏គេមានចិត្តចំណែននឹងទាខាងស្អប់ទៅក៏គេមើលមិនឃើញដែរអំពើល្អរបស់យើងហ្នឹងហើយនឹងយើងទៅខាត់គេមិនបានទេហើយបើយើងទៅអង្គុយផ្គាប់ចិត្តគេសួរថាហេតុអីអាហ្នឹងយើងបានលំបាកចិត្តថែមតួនាទីរបស់យើងបំពេញឲ្យអស់ពីសមត្ថភាពភារកិច្ចការទូខុសត្រូវហើយរក្សាកាយវាចារបស់យើងសមរម្យទន់ភ្លន់មានសិលធម៌ល្អហើយមានចិត្តនឹងថឹងមិនមានគំនុំគុំគួនស្អប់និយាយអាក្រក់ខឹងឬក៏បន្ទុះសារាយធ្វើឲ្យចិត្តនឹងវាខ្ពស់កុំឲ្យធ្លាក់ដោយសារពាក្យសម្ដីឬក៏កាយវិការទង្វើរបស់អ្នកដទៃធ្វើឲ្យយើងលែងចង់ធ្វើល្អទៀតដោយសារគេថាឬក៏ដោយសារគេគិតអញ្ចឹងយើងខាតអញ្ចឹងយើងគិតថាមនុស្សក្នុងโลกនោះវាមានអញ្ចឹងវាមានអ្នកដែលសប្បាយចិត្តនឹងអ្នកដែលមិនសប្បាយចិត្តនឹងអ្នកដែលធ្វើជាសប្បាយចិត្តនឹងអ្នកតាមពិតគេមិនសប្បាយចិត្តហើយវាជារឿងធម្មតាអញ្ចឹងនៅជាតិណាក៏អញ្ចឹងនៅប្រទេសណាក៏អញ្ចឹងកន្លែងធ្វើការណាក៏អញ្ចឹងត្រឡប់មកវិញគឺវានៅតែលើយើងដដែលទេថា
យើងផ្គាប់ចិត្តមនុស្សមិនត្រូវទេខ្ញុំមានជំហរមួយខ្ញុំធ្វើការងារខ្ញុំបំពេញភារកិច្ចខ្ញុំរក្សាខ្លួនខ្ញុំឲ្យល្អហ្នឹងឯងជាបុណ្យកុសលដែលអាចជួយការពារយើងនឹងឲ្យបានខ្ពង់ខ្ពស់កុំឲ្យយើងទុនជ្រាយដែរយើងគ្រាន់តែគេមើលរំលងបន្តិចគ្រាន់តែគេមិនឲ្យតម្លៃបន្តិចទៅខូចទឹកចិត្តបាក់ទឹកចិត្តតុកសិចលែងចង់ធ្វើអីឈប់ធ្វើល្អអាហ្នឹងយើងចាញ់គេកំពុងតែចង់ឲ្យយើងអន់ផងហើយដល់ពេលយើងឈប់ធ្វើល្អយើងអន់តាមគេចង់មែនអញ្ចឹងយើងកំណត់ដឹងថាយើងគ្រប់គ្នានេះវាមានកម្មពៀវរាខ្លះគេមិនសូវជួយចិត្តយើងដោយសារយើងមានបាបកម្មពីអតីតណាមួយសូម្បីថាព្រះសម្មាសម្ពុទ្ធល្អប៉ុណ្ណឹងហើយมันមានទាស់ដោយកាយដោយវាចាដោយចិត្តនេះវាមិនមានគេស្អប់ហើយព្រះណាទៅខាត់គេបានហើយព្រះល្អអត់មានកន្លែងទាស់ទឹះហើយនៅតែមានគេមិនពេញចិត្តអញ្ចឹងយើងអត់ជាតូចចិត្តទូមនុស្សអីខ្លាំងពេកនឹងរឿងថាគេមិនមើលមិនឃើញគេមិនឲ្យតម្លៃទេប្រឹងធ្វើល្អពេចនៅក្នុងដុំថ្មបាតដាលក៏គេកាប់កោះកាយយកមកដែរឲ្យតែវាមានតម្លៃមែនឲ្យតែយើងជាមនុស្សល្អពិតប្រាកដមែនអត់ខ្វះអ្នកត្រូវការទេយើងកុំចាញ់ពាក្យគេថាហើយយើងឈប់ធ្វើជាមនុស្សល្អយើងឈប់ធ្វើជាមនុស្សក្របពេចអានឹងទៅជាមនុស្សដុំដីដុំថ្មដុំអិចគូទៅវាលែងមានន័យយើងឈប់ធ្វើល្អហើយយើងខ្លាចជាមនុស្សលែងមានតម្លៃយើងរក្សាតម្លៃខ្លួនកុំទម្លាក់តម្លៃខ្លួនដោយសារពាក្យសម្ដីរបស់អ្នកដទៃដំណើរជីវិតយើងដូចជិះឡានយើងជិះយូរទៅវាអស់សាំងយ៉ាងណាជីវិតយើងនឹងយូរទៅវាខ្សោយបនយើងតើយើងត្រូវធ្វើបនថែមបើមិនចឹងទេដូចដើមឈើដែលវាអស់ជាតិអស់ជើវាផ្លែផ្កាវាទូចវាក្តឹបវាក្តៀបបានផលតិចចឹងបើយើងឆ្លៀតពេលធ្វើអំពើល្អគ្រប់ប្រណិប័តឪពុកម្ដាយធ្វើទានថ្វាយផ្កាសមាធិស្ដាប់ធម៌ធ្វើចិត្តឲ្យជ្រះថ្លាមានមេត្តាកុំមួម៉ៅក្តៅក្រហាយខឹងស្អប់ចំណែនបណ្ណាំងប្រជែងឆ្លោះប្រកែកជេរបន្តិចផ្ដាសាននឹករឿងវានាំឲ្យមួម៉ៅសៅមងចិត្តអស់អានឹងដូចវាហួតហែងបនណាបននឹងវាមានហើយនឹងក៏ពេលខ្លះប្រើមិនបានដោយសារចិត្តយើងវាមួម៉ៅសៅមងទៅបនវាមិនងាយឲ្យផលអានឹងឧបមាដូចថាដើមឈើនឹងវាខ្សត់ទឹកឲ្យភ្លើងឆេះទៅចឹងដែលថាបនយើងតិចទេយើងមួម៉ៅក្តៅក្រហាយហ្នឹងអញ្ចឹងវាមានផលផ្លែផ្កាយល្អជីវិតហ្នឹងយើងតើរៀនដូរចិត្តដូរអារម្មណ៍ដូរការគិតរៀនមកធ្វើអំពើល្អបនកសលបោះជ្រះវត្តវាសម្អាតពុទ្ធរូបថ្វាយផ្កាដាក់បាតចែកទានពលឹមឡើងធ្វើបន់រឿយបន្តិចប្រចាំថ្ងៃកុំឲ្យយើងចាំ4 10 20ឆ្នាំជួនកាលមួយជីវិតធ្វើបន់ចែក4 5ម្ដងខាតយូរពេកបន់ត្រូវធ្វើប្រចាំថ្ងៃដូចយើងព្រោះព្រមស្រោចតំណាំតំណោចយើងអញ្ចឹងបើមិនអញ្ចឹងគ្រាមស្វិតជីវិតនឹងរទៅចេះតែខោចទៅវត្តបានដាក់ទឹកដាក់ជីព្រោះព្រមជីវិតនឹងឲ្យវាស្រស់បើនិយាយពីរឿងជាគៀងវិញវាអស់ព្រេងខ្សែវទៅរវាលែងបានមួម៉ៅសៅម៉ងហួត
កាន់តែខ្លាំងអាហ្នឹងឧបមាដូចថាទឹកតិចហើយខែក្តៅទៀតចឹងតើឧទាហរណ៍រើមរះអំពីបាបឬក៏ថាវិវក់វល់វក់ហ្នឹងគឺត្រូវឆ្លៀតពេលធ្វើបន់ឲ្យចិត្តជ្រះថ្លាអាហ្នឹងទើបបានចម្រើនត្រឡប់មកវិញបើមិនចឹងវាដួលវាដេកវាបាក់ស្រុតបាក់ស្រឹបទៅមួម៉ៅសៅហ្មងបាក់បនចាស់នោះក៏មិនសូវមានបនថ្មីនេះក៏មិនសូវបានធ្វើវាដុនដាបទាំងផ្លូវកាយផ្លូវចិត្តចឹងហ៊ានធ្វើចិត្តឲ្យជ្រះថ្លាស្ដាប់ធម៌ឲ្យមានសមាធិប្រឹងធ្វើអំពើល្អនឹងយើងធ្វើឲ្យជីវិតនឹងបានស្រស់ឡើងបន្តិចម្ដងចឹងមិនសូវមានវិបត្តិក្នុងជីវិតទេជាប្រចាំថ្ងៃបើយើងរៀនធ្វើបុណ្យហ្នឹងបានដល់ការធ្វើល្អការធ្វើទានការគោរពប្រតនត្រ័យការដាក់បាតការផ្សាយមេត្តាការធ្វើសមាធិអំពើល្អជារឿយប្រចាំថ្ងៃអ្នកនឹងឈ្មោះថាបានសំបុណ្យប្រចាំថ្ងៃហើយបុណ្យកុសលនឹងជាហេតុនៃសេរីសួស្តីជីវិតនឹងបានចម្រុងចម្រើនរឿយទៅបុណ្យកុសលរបស់យើងនឹងដូចឡានសាំងនៅក្នុងឡានយូរទៅវាខ្សោយទៅឬក៏លុយនៅក្នុងកង់យើងប្រើយូរទៅវាចេះតែអស់ទៅអញ្ចឹងចាំបាច់ត្រូវបន្ថែមបុណ្យនឹងរឿយហើយត្រូវបន្ថែមប្រចាំថ្ងៃទៀតហើយម្នាក់ត្រូវធ្វើរៀងខ្លួនងើបឡើងត្រូវហ៊ានធ្វើបុណ្យឧទាហរណ៍ថាថ្វាយគុំព្រះនឹកដល់គុណមេដាបិតាផ្សាយមេត្តាធ្វើចិត្តឲ្យស្ងប់ស្ដាប់ធម៌ឬក៏ដាក់បាតឬក៏ថ្វាយផ្កាចំពោះព្រះពុទ្ធអង្គលើកដៃប្រណម្យចំពោះពុកម្ដាយឧទាហរណ៍គាត់ស្លាប់ទៅអញ្ចឹងយើងសន្សំទឹកចិត្តល្អទឹកចិត្តជ្រះថ្លាទឹកចិត្តរីករាយហ្នឹងរឿយអាហ្នឹងជីវិតអ្នកហ្នឹងបានចម្រើនទៅមុខក៏រឿយដែរបើយើងមិនបានពិចារណាទៅយើងដកលុយនៅក្នុងកងចាស់នឹងចាយបុណ្យនឹងក៏ខ្សោយទៅខ្សោះទៅរកអីមិនសូវបានហើយឆាប់មួម៉ៅក្តៅក្រហាយទៀតអញ្ចឹងជាប្រចាំជារឿយគួរតែសួរខ្លួនឯងថាថ្ងៃហ្នឹងអញបានធ្វើល្អអីខ្លះធ្វើបុណ្យអីខ្លះដែលជាហេតុនៃសេរីសួស្តីបើបានធ្វើយើងសប្បាយចិត្តទៅអូអញថ្ងៃនេះបានថ្វាយផ្កាអញបានដាក់បាតអញបានទិញទឹកឲ្យអ្នកនេះមកដបអញបានផ្ញើលុយជូនម៉ែឬក៏អញបានស្ដាប់ធម៌ធ្វើចិត្តឲ្យជ្រះថ្លាអានឹងបុណ្យកើនហើយបើថាមិនទាន់បានធ្វើទេដូចនៅមិនសុខសោះគួរធ្វើបុណ្យអីឲ្យវាទៅជាទម្លាប់ក្នុងការធ្វើល្អហើយធ្វើល្អធ្វើបុណ្យហ្នឹងគឺមានន័យថាធ្វើចិត្តឲ្យរីករាយសប្បាយនៅក្នុងការផ្ដល់សេចក្តីសុខដល់អ្នកដទៃឬក៏ការចម្រើននៅសតិបញ្ញាស្មារតីចិត្តហ្នឹងវាស្រស់វារីករាយអញ្ចឹងវាអូតូម៉ាទិកត្រូវតែមានសេរីសួស្តីកើតចំពោះបុគ្គលហ្នឹងយើងកុំគិតថាសុំសេរីសុំសួស្តីពីអ្នកនេះពីអ្នកនោះអីយើងឧទាហរណ៍តែយើងលើកដៃប្រណម្យថ្វាយគុំព្រះអ្នកមោទសៈឬក៏ពុទ្ធធាងសារណាងកិច្ឆាមិខ្ញុំករណាសូមដល់នៅព្រះពុទ្ធពធព្រះសង្ឃជាទីពឹងទាលឹកប៉ុណ្ណឹងក៏បានបន់ដែរណានឹងយើងព្រលឹមឡើងយើងធ្វើបន់ទាំងព្រលឹមហ្មងចិត្តយើងវាស្រស់វាស្រាយហើយតែកាលណាចិត្តវាស្រស់វាស្រាយបាបអកុសលអត់នៅជាមួយយើងមានតែបន់មានតែសេរីសួស្តីនៅជាមួយយើងឯងអាហ្នឹងម្នាក់ចម្រើនទៅមុខព្រោះចិត្តហ្នឹងវាទលាយចិត្តហ្នឹងវាស្រាលចិត្តហ្នឹងវាស្រស់បើមិនចឹងទេយើងអាប់អួរដោយអកុសលជីវិតរបស់យើងក៏មិនសុខគ្រួសារក៏មិនសុខទៅកន្លែងធ្វើការក៏មិនសុខវាវល់វក់ដោយសារចិត្តហ្នឹងវាអាប់អួរយើងអត់បានធ្វើបុណ្យមួយថ្ងៃហ្នឹង
រឿងល្អរឿងអាក្រក់ម្នាក់ត្រូវជួបរឿងរ៉ាវជាប្រចាំថ្ងៃរឿងខ្លះល្អរឿងខ្លះមិនល្អតាមផលកម្មរៀងខ្លួនរឿងល្អជាផលនៃកម្មល្អដែលអ្នកបានសាងមកចំណែករឿងអាក្រក់ជាផលនៃបាបកម្មដែលអ្នកបានធ្វើពីមុនមកដែរគ្មានអ្នកណាម្នាក់ជួបតែរឿងល្អរហូតមួយជីវិតនោះទេតែបើអ្នកខ្វះបញ្ញាអ្នកនឹងសោកសង្រេងខ្សឹកខ្សួលពេលជួបវិបត្តិបញ្ហាអ្វីមួយអ្នកគ្មានបញ្ញាកំណត់ដឹងថាអ្វីគ្រប់យ៉ាងកើតឡើងព្រោះហេតុគ្មានរឿងណាកើតឡើងដោយចៃដន្យនោះទេអ្នកមិនអាចបង្ខំឲ្យរឿងកើតតាមចិត្តអ្នកចង់នោះឡើយរឿងមិនល្អវាបានកើតរួចទៅហើយបើទោះបីអ្នកយំសោកបោកខ្លួនយ៉ាងណាក៏មិនអាចកែប្រែបានឡើយវាបានកន្លងហួសទៅហើយវាជាអតីតកាលទៅហើយបើអ្នកនៅតែរំលឹករំលើករឿងនោះដដែលចិត្តអ្នកនឹងសោកសៅសេចក្តីទុក្ខនឹងតាមលងបន្លាចអ្នកទៅមុខទៀតមិនខានអ្នកអាចយកវាជាមេរៀនចាត់ទុកថាវាជាផលនៃបាបចាស់ហើយពង្រឹងសមត្ថភាពផ្លូវចិត្តប្រឈមមុខដោះស្រាយដោយការទទួលខុសត្រូវខ្ពស់ការលះបង់ការហ៊ានប្រឈមមុខជាសិលធម៌ខ្ពស់ក្នុងជីវិតពេលខ្លះអំពើល្អដែលអ្នកធ្វើពេលបច្ចុប្បន្នក៏អាចជួយជ្រោមជ្រែងអ្នកឲ្យបានប្រសើរឡើងវិញបើអ្នកខិតខំមិនគេចវេះមានសេចក្តីអត់ធ្មត់រៀនកំណត់ដឹងថារឿងល្អរឿងអាក្រក់សរសើរនឹងទាចំណេញខាតសុខទុក្ខជារឿងធម្មតាក្នុងលោកតែងកើតឡើងចំពោះមនុស្សគ្រប់គ្នាសូមកុំផ្ញើសេចក្តីសុខទុក្ខនៅលើរឿងរ៉ាវខាងក្រៅទាំងអស់នោះពេកអីបើវាបានល្អចាត់ទុកថាវាជាផលបុណ្យបើវាមិនបានល្អទេក៏ត្រូវតែហ៊ានប្រឈមហើយដោះស្រាយទៅគ្រប់យ៉ាងជាអនត្តាមិនអាចបង្គាប់បញ្ជាជាធម្មតាមនុស្សយើងម្នាក់វាតែងតែមានចំណុចល្អចំណុចខ្វះខាតគ្រប់គ្នាតែជាសាមញ្ញជននឹងតែងតែអញ្ចឹងប៉ុន្តែដើម្បីឲ្យរស់នៅជាមួយគ្នាបានសុខរាប់អានគ្នាធ្វើការមួយគ្នាបានរីកចម្រើនយើងត្រូវរៀនមើលចំណុចល្អរៀនឲ្យតម្លៃរៀនផ្ដល់សេចក្តីថ្លៃថ្នូរដល់អ្នកដទៃយើងលើកទឹកចិត្តត្រង់ចំណុចដែលគាត់ធ្វើបានល្អហើយបើយើងនិយាយកែប្រែកំហុសក៏យើងមានចិត្តមេត្តាពីខាងក្នុងអត់មានបំណងជន់ពលិចឬក៏ធ្វើឲ្យគេក្តៅក្រហាយអន្តរាយទេអញ្ចឹងយើងអត់សូវមានសត្រូវការរស់នៅជាមួយគ្នាធ្វើការជាមួយគ្នាក៏ក្នុងន័យថាដើម្បីប្រយោជន៍សុខទាំងអស់គ្នាហើយយើងក៏ឈ្មោះថាបានធ្វើបុណ្យដែរដោយសារយើងលើកទឹកចិត្តចំពោះចំណុចល្អអានឹងយើងពង្រីកអំពើល្អធ្វើឲ្យគាត់ផឹងផែងបន្តទៅទៀតយើងឈ្មោះថាចូលរួមបុណ្យដោយប្រយោលដែរពីព្រោះគាត់អ្នកធ្វើ
ល្អហើយយើងលើកទឹកចិត្តគាត់យើងក៏បានបន់ដែរចំណុចទី2យើងឈ្មោះថាបានចូលរួមបណ្ដុះពូជល្អឲ្យសេចក្តីល្អហ្នឹងវាបានរីកដុះដាលដោយសារយើងនឹងឲ្យតម្លៃត្រង់ចំណុចល្អហ្នឹងហើយចំណុចទី3យើងសម្បូរមិត្តយើងអត់សូវមានសត្រូវពីព្រោះយើងអត់ចំណែនអត់គុំអត់ស្អប់បុគ្គលហ្នឹងឯងអញ្ចឹងវាអូតូម៉ាទិកច្បាប់ធម្មជាតិហ្នឹងបនហ្នឹងយើងនិយាយភាសាសាមញ្ញគឺបង្កើតនៅសេចក្តីសុខសម្រាប់ខ្លួនឯងផងសម្រាប់អ្នកជុំវិញខ្លួនផងដែលសំខាន់នោះគឺក្នុងចិត្តរបស់យើងណាអត់មានភាពសៅហ្មងអត់មានសភាពគុំស្អប់ចំណែននិន្ទាដែលជាអកុសលដែលជាភ្លើងដុតរោលចិត្តខ្លួនឯងហើយអាចហ៊ីហូដល់អ្នកជុំវិញខ្លួនទៀតបើយើងមានអកុសលចិត្តក្នុងខ្លួនហ្នឹងយើងសន្សំបាបពេលបច្ចុប្បន្នហើយយើងសន្សំកម្មពៀវរាទៅក្នុងអនាគតជាតិទៀតអញ្ចឹងយើងត្រូវចេះប្រើកាយរបស់យើងដោយមេត្តាជួយដោយសេចក្តីស្រឡាញ់ការនិយាយស្ដីក៏ប្រកបដោយមេត្តាអត់មានចាក់ចុចអេចអូចនិយាយពលឹះប្រកាច់ប្រខូចទេវាមានកម្មពៀវរាផងវាធ្វើឲ្យកន្លែងការងារកន្លែងរស់នៅនឹងអត់បានសុខផងហើយក្នុងចិត្តអត់មានគំនុំគុំគួនស្អប់អ្នកនេះស្អប់អ្នកនោះទេចិត្តនឹងចង់តែឲ្យគ្រប់គ្នាបានសេចក្តីសុខចិត្តនឹងគឺអត់មានបំណងចង់ឲ្យអ្នកដទៃឈឺចុកចាប់អន្តរាយអញ្ចឹងយើងមានមេត្តាទាំង3មេត្តាហ្នឹងធ្វើឲ្យខ្លួនយើងបានសេចក្តីសុខមិនក្តៅក្រហល់ក្រហាយក្នុងខ្លួនមិនមានភ្លើងហើយអាចផ្ដល់សេចក្តីសុខដល់អ្នកជុំវិញខ្លួនទៀតអត់មានវិធីណាដែលធ្វើឲ្យកន្លែងការងារកន្លែងរស់នៅបានត្រជាក់ត្រជុំក្រៅពីគ្រប់គ្នាទាំងអស់មានកាយប្រកបដោយមេត្តាមានវាចានិយាយរកគ្នានិយាយពីគ្នាប្រកបដោយមេត្តាហើយនឹងមានចិត្តប្រកបដោយមេត្តាទេអត់មានប្អិនព្រះអង្គណាមកផ្លុំឈិតឈូតទៅធ្វើឲ្យកន្លែងហ្នឹងបានសុខតលតែខ្លួនយើងអ្នករស់នៅហ្នឹងមានសេចក្តីល្អមានគុណធម៌ដាក់គ្នាទើបបានសុខដំណើរជីវិតយើងដូចជិះឡានយើងជិះយូរទៅវាអស់សាំងយ៉ាងណាជីវិតយើងនឹងយូរទៅវាខ្សោយបុណ្យយើងតើយើងត្រូវធ្វើបុណ្យថែមបើមិនចឹងទេដូចដើមឈើដែលវាអស់ជាតិអស់ជើវាផ្លែផ្កាវាទូចវាក្តឹបវាក្តៀបបានផលតិចចឹងបើយើងឆ្លៀតពេលធ្វើអំពើល្អគោរពប្រណិប័តឪពុកម្ដាយធ្វើទានថ្វាយផ្កាសមាធិស្ដាប់ធម៌ធ្វើចិត្តឲ្យជ្រះថ្លាមានមេត្តាកុំមួម៉ៅក្តៅក្រហាយខឹងស្អប់ចំណែនបណ្ណាំងប្រជែងឆ្លោះប្រកែកជេរបន្តិចផ្ដាសាននឹករឿងដែលវានាំឲ្យមួម៉ៅសៅមងចិត្តអស់អានឹងដូចវាហួតហែងប៉ុនណាប៉ុននោះវាមានហើយនឹងក៏ពេលខ្លះប្រើមិនបានដោយសារចិត្តយើងវាមួម៉ៅសៅមងទៅប៉ុនវាមិនងាយឲ្យផលអានោះឧបមាដូចថាដើមឈើនោះវាខ្សត់ទឹកឲ្យភ្លើងឆេះទៅចឹងដែលថាប៉ុនយើងតិចទេយើងមួម៉ៅក្តៅក្រហាយហ្នឹងអញ្ចឹងវាមានផលផ្លែផ្កាយល្អជីវិតហ្នឹងយើងតើរៀនដូរចិត្តដូរអារម្មណ៍ដូរការគិត
រៀនមកធ្វើអំពើល្អបនកសលបោះជ្រះវត្តវាសម្អាតពុទ្ធរូបថ្វាយផ្កាដាក់បាតចែកទានបលឹមឡើងធ្វើបន់រឿយបន្តិចប្រចាំថ្ងៃកុំឲ្យយើងចាំ4 10 20ឆ្នាំជួនកាលមួយជីវិតធ្វើបន់ចែក4 បានម្ដងខាតឲ្យយូរពេកបន់ត្រូវធ្វើប្រចាំថ្ងៃដូចយើងព្រោះព្រមស្រោចតំណាំតំណោចយើងអញ្ចឹងបើមិនអញ្ចឹងក្រៀមស្វិតជីវិតនឹងរហទៅចេះតែខោចទៅវត្តបានដាក់ទឹកដាក់ជីព្រោះព្រមជីវិតនឹងឲ្យវាស្រស់ហើយនិយាយពីរឿងជាគៀងវិញវាអស់ប្រេងខ្សែវទៅរវាលេងបានមួម៉ៅសៅហ្មងហួតកាន់តែខ្លាំងអាហ្នឹងឧបមាដូចថាទឹកតិចហើយខែក្តៅទៀតចឹងតើឧទាហរណ៍រើមរះអំពីបាបឬក៏ថាវិវកវល់វក់ហ្នឹងគឺត្រូវឆ្លៀតពេលធ្វើបន់ឲ្យចិត្តជ្រះថ្លាអាហ្នឹងទើបបានចម្រើនត្រឡប់មកវិញបើមិនចឹងវាដួលវាដេកវាបាក់ស្រុតបាក់ស្រឹបទៅមួម៉ៅសៅម៉ងបនចាស់នោះក៏មិនសូវមានបនថ្មីនេះក៏មិនសូវបានធ្វើវាដុនដាបទាំងផ្លូវកាយផ្លូវចិត្តចឹងហ៊ានធ្វើចិត្តឲ្យជ្រះថ្លាស្ដាប់ធម៌ឲ្យមានសមាធិប្រឹងធ្វើអំពើល្អនឹងយើងធ្វើឲ្យជីវិតនឹងបានស្រស់ឡើងបន្តិចម្ដងចឹងឧបសគ្គក្នុងចិត្តពេលជួបរឿងមិនល្អណាមួយបុគ្គលដែលមិនបានអប់រំបញ្ញាមកក៏សោកសៅស្ដាយស្រណោះរំលឹករំលើកមិនព្រមដោះលែងខ្លួនឯងឲ្យផុតពីរឿងនោះឡើយបុគ្គលនោះបានអូសសណ្ដោងយករឿងអាក្រក់នោះតាមខ្លួនជានិច្ចហើយវាក៏តាមលោកបន្លាចចិត្តរបស់បុគ្គលនោះរឿយបុគ្គលនោះមានតែភាពភ័យខ្លាចតក់ស្លុតរហូតដល់ថ្នាក់ជាប់គាំងលែងដើរទៅមុខរួចទៀតក៏មានបាបចាស់បានឲ្យផលអ្នកក៏ជួបរឿងមិនល្អហើយបើចិត្តអ្នកមួម៉ៅសៅម៉ងទៀតចិត្តនោះពោពេញដោយបាបបនរកផ្លូវចូលមិនឃើញឡើយហើយវាធ្វើឲ្យបញ្ហានោះកាន់តែដុនដាបទៅចិត្តមួម៉ៅសៅម៉ងដែលកើតឡើងក្នុងចិត្តនោះបានទៅបិទគប់បនចាស់ផងបនថ្មីផងធ្វើមិនឲ្យងាយឲ្យផលឡើយរៀនទទួលរៀនដោះស្រាយរៀនទទួលខុសត្រូវរៀនព្រមតាមបនរៀនទុកឱកាសឲ្យបនកុសលថ្មីកើតឡើងក្នុងចិត្តអ្នកខ្លះផងធ្វើទានតាមធនធានដល់ព្រះរតនត្រ័យព្រះពុទ្ធពធព្រះសង្ឃជាទីពឹងទីរលឹករក្សាសិលមើលថែមេត្តាបិតាស្ដាប់ធម៌ចម្រើនបញ្ញាចម្រើនចិត្តមេត្តាបុណ្យកុសលថ្មីនោះក៏អាចជួយអ្នកឲ្យបានធូរស្បើយពីសេចក្តីទុក្ខបានខ្លះដែរហើយវាក៏ជួយបើកឱកាសដល់បុណ្យចាស់ឲ្យមកឲ្យផលផងដែរអ្នកណាក៏ជួបបញ្ហាគ្រាន់តែខុសគ្នាត្រង់របៀបគិតរបៀបឆ្លើយតបនឹងបញ្ហានោះប៉ុណ្ណោះអ្វីមិនទៀងទាត់ទេកើតហើយរលត់ទៅវិញគ្រប់យ៉ាងកើតឡើងព្រោះមានហេតុគ្រប់គ្រាន់មិនមែនជារឿងចៃដន្យទេពេលមានគ្មានអ្នកណាខាត់បានទេពេលមានលក្ខខណ្ឌគ្រប់គ្រាន់
មេឃក៏ភ្លៀងចុះមកពេលអស់ហេតុនាំឲ្យភ្លៀងមេឃនោះក៏រាំងទៅវិញជីវិតសត្វលោកក៏ដូចគ្នាពេលមានបុណ្យឲ្យផលក៏ជួបរឿងល្អរកស៊ីមានបានឡើងលៀបឡើងយួរតែពេលបុណ្យអស់ទៅទ្រព្យសម្បត្តិលៀបយួរទាំងនោះក៏រលាយសាបសូន្យទៅទោះយំខាត់យ៉ាងណាក៏ខាត់មិនបានកម្មមុណាវត្តតៃលោកោសត្វលោកប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនរួមទាំងកម្មចាស់ផងកម្មថ្មីផងបើអ្នកបានសាងល្អច្រើនពីអតីតជាតិមកបុណ្យកុសលនោះជាពូជនៃសេចក្តីសុខនាពេលបច្ចុប្បន្នតែសេចក្តីសុខនោះមិនថិតថេរទេអាចនឹងរបូតទៅវិញបើអ្នកមិនខិតខំសាងបុណ្យថ្មីជាគ្រឿងជំនួយបន្ថែមអ្វីក្នុងលោកមិនទៀងមិនអាចទុកចិត្តបានត្រូវផ្លាស់ប្ដូរមួយប្រព្រឹត្តភ្នែកក៏ថាបានចូលកុំប្រកាន់មាំឡើយបើត្រូវផ្លាស់ប្ដូរត្រូវតែរៀនទទួលស្គាល់ការពិតកំណត់ដឹងថាវាដល់ពេលត្រូវប្រែប្រួលឆ្លៀតពេលធ្វើបុណ្យដាក់ទានចិញ្ចឹមមេត្តាបិតាចម្រើនមេត្តាចម្រើនទឹកចិត្តត្រជាក់កុំឲ្យចិត្តមានគំនុំគុំគួនច្រើនរៀនយកព្រះរតនត្រ័យព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកស្ដាប់ធម៌ចម្រើនបញ្ញារៀនរំលឹកដល់រឿងល្អរឿងបុណ្យកុសលឲ្យបានច្រើនចិត្តអ្នកនឹងច្រើនដោយភាពត្រជាក់ត្រជុំមិនសូវមានសភាពក្តៅក្រហាយឡើយក្នុងធម៌ហ្នឹងបុណ្យកុសលដែលយើងធ្វើហ្នឹងដូចជាបំភងការពារអញ្ចឹងខ្យល់បក់មកក៏វាអត់ងាយនឹងរលត់ដែរអំពើល្អសេចក្តីមិនប្រមាទការធ្វើកុសលផ្សេងមានទឹកចិត្តមេត្តាស្រឡាញ់រាប់អានអញ្ចឹងដូចថាយើងមានអីមកបិទណាផ្ទះយើងវាមានជាងណាអញ្ចឹងខ្យល់ភ្លៀងអត់សូវចូលមកទេប៉ុន្តែបើអ្នកដែលខ្វះបុណ្យថ្មីអានឹងដូចផ្ទះលុះភ្លៀងក៏មកក្តៅក៏ចូលដែរតែអញ្ចឹងជីវិតនឹងអត់សូវមានសេចក្តីសុខទេដោយសារបុណ្យហ្នឹងវាអត់គ្រប់គ្រាន់អញ្ចឹងធ្វើយើងឃើញអ្នកខ្លះកើតក្នុងពោះម៉ែតែមួយប៉ុន្តែអ្នកខ្លះសុកទៅអ្នកខ្លះមិនសូវសុកចឹងមែនទេញោមណាអ្នកខ្លះរកស៊ីធូរអ្នកខ្លះរកស៊ីតឹងហើយអ្នកខ្លះគេសុករហូតទៅមិនសូវមានរឿងអីទេអ្នកខ្លះហ្នឹងទៅដាបទៅដួសផុតពីមួយចូលមួយប៉ុន្តែពោះម៉ែតែមួយទេហ្នឹងហើយបុណ្យពីជាតិមុនហ្នឹងវាហ្នឹងហើយត្រូវហើយមួយបុណ្យពីជាតិមុនមួយបុណ្យបច្ចុប្បន្នបើឧទាហរណ៍ថាគាត់ខ្វះបុណ្យចាស់ប៉ុន្តែគាត់បានប្រឹងធ្វើបុណ្យថ្មីបុណ្យហ្នឹងជួយទប់បានខ្លះឧទាហរណ៍ថាត្រូវរងគ្រោះ10អញ្ចឹងទៅមានបុណ្យថ្មីជួយទប់ខ្លះវារៀងប្រសាបខ្លះទប់ទល់បានខ្លះនៅក្នុងធម៌លោកប្រើពាក្យឧបបិលកកម្មមានន័យថាបុណ្យចូលទៅទប់ស្កាត់បាបយើងនិយាយភាសាសាមញ្ញអញ្ចឹងចាស់ហ្នឹងហើយឧទាហរណ៍ថាបាបវាត្រូវឲ្យផលអញ្ចឹងវាមានបុណ្យហ្នឹងដូចជាអានាងឬក៏លបងឬក៏សោអញ្ចឹងណាអញ្ចឹងបើចោលមកលួចក៏វាត្រូវឆ្កឹះឆ្កៀលមកមកចុះតែបើវាបាត់ក៏បាត់តិចដែរអញ្ចឹងណាដោយសារមានបុណ្យហ្នឹងជួយ
nàng ai chụt bon chun có sao đó nhôm na bà ấy sắp chậm ra tầng o khăn nè nơi không thua ta đầm bay ơi luôn dương bàn sóc nè đợt tây trung vinh bàn sóc hơi ọt sơ miên sờ trứ sờ bố mất từ chẹ chất lô áo chê sai meta chấm hiền thì muối cứ chê sai meta đo luôn anh nè đại miền meta nắng chia mình nút rồi chẹ ọt sơ che ọt sơ che tất cơ tất là ngài hai ban riêng sai meta đo cầm cua xa lỡ tha tầng ngọc nè số mọi cầm cua xa nhóm ban sẽ cái đây sóc rồi thoát bị tục cầm áo miền pía cầm áo miền thầy là ngài ban ở trong vuốt lô áo sai meta đo bị khổ xa mà nế trong vuốt số mọi bờ sông cột bóng trong vuốt bàn sóc rồi thoát bị tục cầm áo miền pía cầm áo miền thầy hay bạn sai meta đo tê và đa nơi vót của miền tê và đa nơi tè dưới của miền mày dưới hai chữ chết hai trình niên tè cho ngay như hôm đó là ngày chấm ban xôm oi tê và đa thay là xa nơi tè nhom nâng nâng vót mà nâng bàn sóc rồi thoát bị tốt của oi miền pía của oi miền thầy hay bạn sai đó nè chết khang xôm oi nè phun nhom bàn sóc rồi thoát bị tốt của oi miền pía của oi miền thầy hai bàn sai đó nè bơm ôn sai đó lục cru nè cru xôm oi lục cru nè cru bàn sóc của oi miền tốt của oi miền pía của oi miền thầy hay nâng ôn tầng ó riêng sai đó mật hẹ xôm oi mật hẹ nhom bàn sóc rồi thoát bị tốt cầm ai miền pía cầm ai miền thầy vùng đi thì cái đây sẽ lánh prum đai đây thì cái đây sẽ lánh năng tinh tới chỉ vì xét nhôm thư ca nghĩ sâu mọi mê trong bàn sóc rồi thoát bị tốt cầm ai miền pía cầm ai miền thầy vì vô tàm mê khắc ấy nhưng chạy hỏi bà bông ôn tầng o nia miền mê ta chớ nẹ na kế nẹ từ chẹ từ bông kế luôn dương đôi chị dương miền chặt và đôi cổ mình chiro cao một lúc từ chân từ chay giống về từ chẹ lò thôi miền hướng héo on xây trở lao tê nó không thoát lúc Obama đôi chia tức bà u thì họ ta tức ta mà kêu cái đạm bờ mà cái đạp tới tức nâng prai đấy prai bắt nó bà u thật tức mà sra yom bal mà cái đạp tới bong prai thế tê dạng má nè để miên chật từ chia lò đó ngá Obama đôi chia mà đu tức muối sra hay chăng nó mô tình đi ly pram giang nâng bọn sầm đánh thà bờ còn là bọt na bàn bầm pính còn là bọt nâng bàn nơi sự ở đây chìm ra vậy ly tí muối lục hai thà nhiệt tại phần ly sừng cua nhiệt miền trọp thôn ấy ai chui bán chui về nhiệt dương miền tục á phần chui bờ nhiệt na chơi lôi xón nâng ở chơi tiết cho mày thế phần là bờ nhiệt na chơi mình xón còn mọi chơi ao và đòi tư chẳng á chia viên ấy cái nhóm chia viên ấy chia viên khô chất hai nâng tí phí rồi hai tệ thệ và lý phải thay che tụt nhiều rồi thật cùng oi cùng rua cùng rơi cùng mê cùng mơ một mình oi còi mình mơ chứ nghe nhôm hả nâng ọt chùm rã đi rồi xìm lại nghe che tụt nhiều đò tí bấy bọc bẹ bê tại và lý che vừa bón lực đà nhiệt rồi thấy dương mình phịch côn á côn trai na để chắp lịch ọt từ một ngày vậy từ một chuột đã nè xem nâng tà mày ở viêm đại đằng ấy phòn chẳng áp ri xây mà cái ọt trong hộp hồ vậy vẫn là bộ thì ta tế còn nâng lò nè
miền phù miền mình nó lọt chui vía nó đắng vía tơ hóa năm ưu tì họ chẳng á đò khai mòn son ở đấy thầm má miền nơi sọc mũi mây pro nó nhôm sấy má chui ao vi hiền sâu vi khó mà ở việt làng nào thực xe đọc về vi hiền sâu bán chết đắng miền phẹ khai phẹ ngay miền lan ấy chi đó là khai món son đỡ về màu rồi vì màu đôi thay vô phải chưa vô ấy màu chùn chẳng á nâng chia cả đăng côn nè nạt đăng chẳng á chùm rã ơn nè tới một à lút tới ngày hai nâng thì bốn lục hai thà đi chẹo quản lý bên đây thá dương đăng côn rich ca dương bong côn chùn rọt hai nâng thì pram tê và quản lý bên đây thật sự bón hái dương che ở tư chun tê và đà dương rọp an tê và đà ơi nhầm chun bon ngày nay nhom bàn mà thực bon nơi vọt chun bon tê và đà ná mùa tình yêu bon nhom hay xong rồi bàn thì ở đây sọc cho về dương miền chặt tu tuân sờ lạnh kế kia của rọp an dương bình đài chẳng án á ngày mùa tình yêu và rụp hẹt ấy cái đó ở tại ai thực bon ban ưu tí họ thà đào khu nào khu phục mà đai rồi có đào ấy khu ở pia chứ ưu tí họ chẳng á đào khai đào nằm chẳng thực bon nó ở bàn chặt chẹt là nó bây dương priệp thiệp tới ô mà đối thay dương làm chơi dương sợi tật đại chi chẳng á rồi con lại khá tiết cho mà thà ưu thay vô sọp khó cho rồi rồi vô sọp khơi mai khơi ấy chẳng á ná chẳng mà thưa bón đó cũng ơi vô sọp khó hỏi nơi bả chặt nơi bả chặt tới vì thưa ơi vừa mua máu với cả bà chẳng hạn á miền hướng ấy nam mình sẽ bài chặt ấy chắc miền cả bồi chia bạt nạ trai rồi có một vài cùng pre rồi có ấy chẳng nắng dương liệt á là ngày bên nơi sẽ may bột cá miền lượng sẽ thay ở nào từ bên đất nó còn là chạy lên tộc ta hay việc bày tộc ta thưa pi đấy ăn á hay dùng chạy đang dùng hay bàn luồng chạy thay chạy ơi cùng dùng chầm ta thưa bon một tư từ sao ơi tộc ta bày nè ta biết tộc ta nó về miền chất về nhiệt đấy về đấy bên này bàn chia róm nom ơiนิมนต์สองจมวยพระสัมมาสัมพุทธจิตเทียนตะเกียนอย่างหันหอบหอยอ่องถือบนตื้ออ้อยตอกตานั่งนะเจ้ามันปองประรูปเรื่องหายนั่งท่ายืงโยใส่มาชี้อารมณ์หายยืงถือบนบ้านยืงถือเตอดับใบจันนันมายืงบ่ยืงmình chia diêmถือบนsao thế chỉ vật nó về tư hay đo ngày nào muối vừa ốp hệ nhé đôi chỉ kiêng nhá á hay dương to và bàn chẳng bạn bon ban cả sao ná mà để sọc để chìm ra tặng cái này một tuần đi miền bon cả sao một cá chiêm nu cả đôi mà hà của sao miền đây thá bon cha oi paul bờ mình miền bon cha oi paul thế cả không còn nào khổ mày ở bàn mà chiêm mình nu hê ôm mình nu ai hiện sốt chứ đăng khó đăng thở bàn sạt ấy đăng tích đuôi ai bật lẹ tới khổ tiết hết tọt đăng miền trà soi tục soi lùm ba bên cầm nào chiêm mình nu ní soi sọc khla soi tục khla bị cua dương lọp xong bồn khla bạp khla chẳng chỉ vật nó về tầm nào nó về la cho bên này bà cô nó bàn mà ơi chỉ đôi chỉ ta nó mới che thượng bon bị mê tới bàn bon mây chui Obama đôi thay
យើងដាំតំណាំឲ្យមានលំងអញ្ចឹងវាមិនសូវមានសត្វមកស៊ីបនថ្មីការអប់រំណែនាំចរិយាមារយាទល្អពេលបច្ចុប្បន្នហ្នឹងដោយលបងលោកហៅថាសិលបើកូនណាក្មួយណាមានសិលចរិយាសមរម្យត្រឹមត្រូវគួរឲ្យជ្រះ